ហើយខន្តីសំធ្វើម៉េចបានសំខន្តីបានណាមើលនាំគ្នាឆ្លើយឲ្យត្រូវមើលធ្វើម៉េចបានសន្សំខន្តីបានមើលចាំបានចម្លើយមួយដែលត្រូវដែរបាច់ឆ្លើយត្រូវទេមកឆ្លើយឲ្យទៅចឹងដើម្បីសន្សំនៅខន្តីបានតើតែមានគេប្រទុះនឹងយើងសិនបើអត់មានគេប្រទុះនឹងយើងទៅសំខន្តីនឹងណាបើសិនមនុស្សជុំវិញគ្នានោះសិតតែកល្យាណមិត្តហើយមានឱកាសឯណាសំខន្តីច្បាស់ហើយដែរមិនច្បាស់ស្មានលើកឧទាហរណ៍មួយកាលដែលព្រះដែលមានពុទ្ធិកាលព្រះអង្គនៅយងកំណើតជាបរមពោធិសត្វនៅអង្គុយឲ្យគេខាក់ស្ដោះទឹកមាត់រហូតដល់តលិចបកាយបើមានអ្នកខាស្ដោះអញ្ចឹងព្រះអង្គអត់មានឱកាសក្នុងការសំខន្តីទេសិលគឺថារក្សាមានគេបន្ទុះយើងក្តីមិនមានគេបន្ទុះយើងក្តីយើងរក្សាបានដូចគ្នាតែបារមីទាំងអស់ដែលកើតឡើងក្នុងโลกនេះទាល់តែមានអ្នកមកបំពេញឲ្យដោយប្របាទទេសន្តរអញ្ចឹងមិនមានជួយជក់មកសុំជាលីគ្រឹស្នាមានឱកាសនឹងសំបារមីការសន្សំគ្រប់បែបគ្រប់យ៉ាងក្នុងโลกនេះមានការសន្សំទៅខុសគ្នាចឹងហើយទើបព្រះដែលមានពភាព្រះអង្គពោលហាមនៅសេចក្តីប្រមាទដែលវាកើតឡើងនៅក្នុងខណ្ឌសន្តានរបស់យើងនឹងមិនឲ្យមានសេចក្តីប្រមាទប្រទុះទៅលើបុគ្គលណាទេព្រោះនោះធ្វើស្រែតែល្ងងឡើងថ្នោតនោះឡើងថ្នោតតែល្ងងធ្វើអាជីវកម្មផ្សេងនោះបកែធ្វើអាជីវកម្មផ្សេងតែមិនចេះធ្វើស្រែដាំស្រូវនោះចេះធ្វើស្រែដាំស្រូវក៏ល្ងងមិនចេះនេសាទមនុស្សបកែនេសាទក៏ល្ងងមិនចេះនៅគ្រឿងប្រគំតន្ត្រីភ្លេងជាដើមហេតុត្រង់នេះឧបមាស្រួលថានោះក្នុងโลกមានចំណុចខ្លាំងដោយឡែកនិងចំណុចខ្សោយដោយឡែកអាស្រ័យការដែលធ្លាប់សន្សំមកហើយអញ្ចឹងសេចក្តីប្រមាទរបស់យើងទៅកាន់អ្នកដទៃនេះមិនមែនជាប្រយោជន៍មិនមែនជាហេតុក៏មិនមែនជាឱកាសដែលឲ្យយើងបានគ្រាន់បើទេវាមានតែសេចក្តីក្រឡេកមើលគុណអ្នកដទៃហើយព្យាយាមចាប់ទោសកំហុសខ្លួនឯងទៅវិញទេទើបជាប្រយោជន៍ក្នុងនាមនោះដែលប្រាថ្នានៅសេចក្តីបរិសុទ្ធមិនជាយាមចូលឲ្យគៀកទៅនៅបណ្ឌិតក្នុងសាសនានេះមិនមែនអ្នកកាន់បរិញ្ញាបត្រពីបណ្ឌិតទេបណ្ឌិតក្នុងសាសនានេះបុគ្គលឯណាមិនមែនមានធម៌នៅក្នុងខ្លួនបុគ្គលនោះព្រះដែលមានពភាព្រះអង្គសន្មតថាជាបណ្ឌិតហើយបណ្ឌិតនោះមិនមែនតែគ្រាន់តែមានធម៌ទេគឺបដូរផ្ដាច់នៅជាមួយសេចក្តីល្អនឹងអស់មួយជីវិតនឹងហៅថាបណ្ឌិតមិនមែនមានចិត្តត្រជាក់មានខន្តីជាទីអាងតបោះឥសីទាំងឡាយប្រកាន់យកខន្តីជាទីអាងបើសិនជាតបោះឥសីឬក៏សាមណៈនឹងក៏ដោយបើបាត់បង់ខន្តីទៅហើយព្រោះអាក្រក់មើលជាជាងមនុស្សដែលកំពុងតែលើកនៅគ្រឿងស្រវឹងអកហើយរំរែកតាមផ្លូវទៅទៀត
យើងគិតមើលអ្នកដែលប្រកាន់ភ្ជាប់ថាខ្លួនជាអ្នកស្វែងរកគុណគឺអីសីតបោះដែលអ្នកប្រកាន់ភ្ជាប់នៅស្តបៈធម៌ភិក្ខុសង្ឃដែលអ្នកមាននៅធម៌អាសិក្ខាវិន័យចងដៃចងជើងដើម្បីញ៉ាំងអភិសមាចារខ្លួនឲ្យល្អតែខ្វះទៅនៅខន្តីស្រាប់តែមានសេចក្តីក្រោធខឹងបន្ទុះឡើងជេរបន្តិចផ្ដាសាប្រមាថមាក់ងាយជនដតីឬក៏ភិក្ខុផងគ្នាឬក៏អបាសកអបាសិកាឬក៏ចំពោះទាយុជាដើមតើទង្វើបែបនោះក៏បីទេដែលជាធម៌របស់សាមណៈជីព្រាហ្មណ៍ប្រកាន់យកបណ្ឌិតក្នុងសាសនានេះមិនមែនត្រឹមតែមានធម៌ទេក៏ត្រូវប្រកាន់យកខន្តីនឹងជាត្រីមុខដែរដោយតួយ៉ាងពុទ្ធមណ្ឌលពុទ្ធមណ្ឌលជាទីរក្សានៅពុទ្ធឱវាទដែលយើងប្រកាន់យកនៅការសិក្សាអប់រំផ្លូវចិត្តមកទីអាងអញ្ចឹងណាមានការចម្រើនទៅនៃវិបស្សនាធុរៈមានការប្រព្រឹត្តទៅនៃការចម្រើននៅបញ្ញាស្មារតីយើងយកអ្វីជាទីអាងយើងយកអ្វីជាទីអាងយើងថាយកសិលជាទីអាងនៃការចម្រើនទៅនៃសិលសមាធិអញ្ចឹងណាតែសិលមានអីជាទីរក្សាមានខន្តីជាទីរក្សានៃសិលអត់សិលទៅវិបស្សនាក៏មិនកើតតែសិលអាស្រ័យនៅលើខន្តីនឹងដែរឥតមានខន្តីទៅមានស្អីមកជាទីតាំងជាទីត្រត្រង់នៃសិលនឹងបានហើយយើងមិនស្គាល់នៅគុណដែលកើតឡើងពីវិបស្សនាឬក៏សមាធិហ្នឹងយើងចេះតែពោលថាវិបស្សនានោះបានអីសមាធិបានអីប្រឹងប្រែងតែទិញធម៌គម្ពីរឲ្យទៅចាំទៅយកទៅនិយាយយកទៅសម្ដែងទៅគេស្ដាប់ទៅគេជ្រះថ្លាទៅគេបូជាដោយបច្ច័យ4គេរាប់រកទៅវាក្រាន់បើជាងយើងគិតថាអញ្ចឹងណាតែការដែលរៀនធម៌ចាំអត់ចាំសក្តីនៃព្រះត្រៃបិដកទៅទាំងអស់នឹងក៏ឲ្យបើសិនជាចិត្តរបស់យើងគ្មានគុណគឺខន្តីនិងសច្ចៈមេត្តានៅក្នុងខ្លួនទេប្រយោជន៍អីព្រះមេភិព្រះអង្គពូលថាកំពីទៅទេឲ្យទីអាងដែលយើងគិតថាពឹងនឹងដើមឈើពឹងនឹងព្រៃភ្នំពឹងនឹងទ្រព្យសម្បត្តិពឹងនឹងបុគ្គលកខកខងឬក៏ពឹងលើអតិទេពទេវតារូបរៈអ្នកតាអ្នកទាំងអស់នោះមិនមែនជាទីពឹងឲ្យយើងទេមែនតែនទៅអ្នកទាំងអស់នោះគ្រាន់តែជាទីដែលឲ្យយើងរាប់អាននិងប្រស្រ័យទៅប៉ុណ្ណឹងអន្តរទីពឹងរបស់អ្នកទាំងអស់នោះក៏គេមិនអាចទីពឹងអ្នកដទៃបានយើងខ្លួនឯងក៏មិនអាចទីពឹងគេនឹងបានឧបមាបីដូចដែលយើងទទួលទាននៅគ្រឿងសង្វឹងអញ្ចឹងណាហើយយើងចេះតែអាចពឹងអ្នកនេះអ្នកនោះពឹងឬបែបនេះបែបនោះថាបរិភោគទៅមិនឲ្យខ្លួនឯងនឹងមានរោគមានភ័យអីមានទៅបានអីតែនៅតែលើតែខ្លួនឯងនឹងតែដែរទេអញ្ចឹងអរុក្ខរៈអ្នកតាបងបត់ទេវតាអីនោះគ្រាន់តែជាទីដែលយើងរាប់អានឲ្យប្រស្រ័យរកតែប៉ុណ្្នឹងទេរស់នៅជាមួយគ្នាអាស្រ័យទៅរាប់អានគ្នាទៅអីហ្នឹងទៅគេថែយើងក៏ថែដែរគេមិនថែក៏អត់ទៅប៉ុន្តែទីអាងមែនតើគឺថាយើងនឹងខ្លួនឯងហើយយើងដើម្បីធ្វើដូចម្ដេចទៅមានទីអាងគឺថាត្រូវតែមានវិបស្សនាវិបស្សនាជាទីអាងព្រោះហេតុអ្វីបានត្រូវមានវិបស្សនាវិបស្សនាគឺជាការពិចារណា
នៅសភាពពិតតែប៉ុណ្្នឹងឯងហើយការដែលយល់ច្បាស់ជាក់ច្បាស់ព្រមប្រព្រឹត្តទៅនៃសភាពវៈពិតអាហ្នឹងគឺជាតួនៃផលនៃការឡើងវិបស្សនាហើយបើវិបស្សនាមិនឃើញនៅសេចក្តីពិតក្នុងលោកទេធ្វើគ្រាន់តែមើលឃើញតែខ្លួនគ្រាន់បើជាអ្នកដតីព្រោះខ្លួនបានអាស្រ័យវិបស្សនាហើយនោះមិនមែនជាធម៌ទេនោះជាកិលេសដែលបង្កើតឡើងបន្លំជាមួយធម៌តែប៉ុណ្្នឹងឯងមើលអ្នកដតីទៅថាអ្នកដតីនោះមិនគ្រាន់ជាងខ្លួនទេប្រព្រឹត្តដោយធម៌ដែលជាភាពភ្ញាក់ផ្អើលឬក៏ថាប្រកបដោយធម៌ដែលជាមង្គលជាអបមង្គលនៅប្រកាន់នៅមានជំនឿសីលពតប្រាមាសដតីខ្លួនឯងជាអ្នកក្រាន់បើព្រោះតែខ្លួនឯងមានទិដ្ឋិគឺធម៌តាំងនៅយល់ច្បាស់អញ្ចឹងសន្មតអញ្ចឹងហើយមិនឃើញសេចក្តីទុក្ខរកើតក្នុងលោកហ្នឹងពិតប្រាកដអានោះមិនមែនជាអ្នកដែលចម្រើននៅវិបស្សនាទេមិនមែនជាផលនៃវិបស្សនាទេវាគ្រាន់តែជាកិលេសរបស់យើងជាមួយមានអ្នកក៏កើតឡើងបន្លំគ្នាមួយធម៌ហើយយើងជាតតាធម៌ទៅធម៌ក្នុងលោកហ្នឹងមិនមែនទេណាធម៌ក្នុងលោកនេះគឺថាអ្នកដែលបានឃើញនៅភាពពិតថាលោកហ្នឹងវាអញ្ចឹងលោកនោះវាមានប្រកបដោយភាពភ័យខ្លាចរបស់មនុស្សម្នាសត្វលោកទាំងឡាយមានភាពភ័យខ្លាចមិនរត់រកទីពឹងឈូឆរអញ្ចឹងទៅសត្វលោកវាអញ្ចឹងឯងព្រោះមានមនុស្សដែលពោលដោយពាក្យពីរោះពិសាតែព្រោះមានមនុស្សដែលពោលដោយពាក្យអសិរោះអញ្ចឹងតែព្រោះមានមនុស្សដែលប្រកបដោយធម៌បែបនេះបែបនោះអញ្ចឹងតែហ្នឹងជាលោកហ្នឹងអញ្ចឹងឯងជាធម៌របស់សត្វលោកហ្នឹងអញ្ចឹងឯងហើយយើងអត់មានសិទ្ធទៅពេញចិត្តមិនពេញចិត្តអីជាមួយទេយើងគ្រាន់តែមានសិទ្ធថាអូណោវាអញ្ចឹងឯងឧបស្សនាវាមានពីរឧបស្សនាទី1គួយពិចារណាធម៌ឲ្យរកសេចក្តីសុខឲ្យខ្លួនឯងវិបស្សនាមួយទៀតគឺថាឃើញថាលោកនឹងវាតទេវាមិនមែនជារបស់ខ្លួននឹងជាលោកកតរៈវិបស្សនាប៉ុន្តែសួរថាយើងសពថ្ងៃប្រហែលអ្នកទេបានទៅដល់លោកកតរៈវិបស្សនានៅអត់ទេនៅសន្សំហើយការសន្សំនេះសន្មតថាប៉ុណ្ណេះគ្រប់ប៉ុណ្ណេះគ្រប់បើអត់បានដោយមនុស្សមកថ្វាយអង្គមឲ្យសួរថាលោកម្ចាស់តើខ្ញុំកណាធ្វើធម៌បែបណាប្រហែលឆ្នាំឥឡូវធ្វើអស់12ឆ្នាំ13ឆ្នាំហើយកាលទៅបានសម្រេចធម៌ហ្នឹងយើងឆ្លើយថាមិនដឹងទៅព្រោះធម៌នោះមិនមែនកំណត់បានដោយថាធ្វើប៉ុណ្ណេះឆ្នាំប៉ុណ្ណោះឆ្នាំអីយើងមើលតែពុទ្ធអង្គក្នុងលោកតែព្រះដមេភិខ្លះទុក្ករកិរិយា9ខែបានសម្រេចពុទ្ធញ្ញាណព្រះអង្គខ្លះចម្រើន6ខែព្រះអង្គខ្លះ1ឆ្នាំទៅព្រះអង្គខ្លះក៏7ថ្ងៃទៅព្រះអង្គខ្លះដូចជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងជាក់ស្ដែង6វស្សាមានណាទៅកំណត់អញ្ចឹងទេបាទស្រ័យលើបារមីដែលសន្សំមកគ្រប់ពេលណាបានពេលនឹងធម៌បារមីមិនគ្រប់គ្រាន់តែបានតែគ្រាន់តែប៉ុណ្ណាគ្រាន់វាមិនទៅថាប្រហែលរួចចាក់ទុកដែរខំធ្វើអីយើងពិចារណាឧបមាចេះថាអភិសង្ខារភពទាំង31នេះមុនដល់ព្រះនិព្វានគេផ្ញើខ្លួននឹងទេវលោក6ជាន់គេផ្ញើខ្លួននឹងព្រហ្មលោកគេផ្ញើខ្លួននៅក្នុងមនុស្សជាសមត្ថទេពមនុស្សជាឧបតោតជាតិអីទៅប៉ុន្តែឯងមុនដល់ព្រះនិព្វានផ្ញើខ្លួនដែរនឹងនរកនឹងប្រែននឹងដេរឆាននឹងអសូរកាយមួយណាគ្រាន់ជាងយើងមែនអ្នកបានផ្ញើខ្លួនជាមួយទេវលោកអ្នកបានផ្ញើខ្លួនជាមួយព្រហ្មលោកមនុស្សលោកគ្រាន់បើជាងអញ្ចឹងបានតែមុនដល់ព្រះនិព្វានដូចគ្នាប៉ុន្តែត្រូវមានសិលសមាធិនៅជាមួយនឹងឯងបីជាទីពឹងតែខ្លួននោះគ្រាន់
ហើយធម៌ដែលក្នុងលោកនេះដែលយើងក៏បីសរសើរជាងគេគឺសិលនិងសមាធិនេះដែរមិនទៅបានគ្រាន់មកឧបមារឿងពីរយ៉ាងឲ្យយើងស្ដាប់ថាព្រះសារីបុត្រនិងព្រះមុគលាព្រះសារីបុត្រជានរណាព្រះសារីបុត្រជានរណាយើងសន្មតនាមសារីបុត្រជាអគ្គសាវកជាធម្មសេនាបតីតែយើងនិយាយសូស្ដាប់តែស្ដាច់ដៃស្ដាំបោះស្ដាំព្រះដែលមានពភាកអញ្ចឹងដែរចុះព្រះមុគលានទាំងជានរណាសន្មតថាជាពហុស្វែងឬក៏ជាអគ្គសាវកឆ្វេងរបស់ព្រះដែលមានពភាកឆ្វេងនិងស្ដាំហ្នឹងអង្គយើងគ្នាប្រមាណដែរព្រោះព្រះសារីបុត្រដកតែព្រះដែលមានពភាកចេញទៅក្នុងលោកនេះមនុស្សលោកទេវលោកវីរលោកព្រហ្មលោកអត់មាននរណាមានបញ្ញាស្មើព្រះមុគលានដកតែព្រះមានជោគចេញទៅក្នុងលោកនេះទេវលោកវីរលោកព្រហ្មលោកអត់មាននរណាមានរិទ្ធស្មើយើងគិតមើលពីរអង្គហ្នឹងមានតែចាញ់គ្នាអីប្រមាណប៉ុន្តែយើងមើលទៅមុននឹងបានអញ្ចឹងវិញតួអង្គនៃព្រះសារីបុត្រមុននឹងបានជាអគ្គសាវកស្ដាំនៃព្រះដែលមានជោគណាគឺជាអ្នកដែលប្រកបដោយសិលនិងសមាធិ500ជាតិមកអញ្ចឹងហើយជាតបោះបានអភិញ្ញា5មក500ជាតិមកអាស្រ័យខ្លួនទៅនឹងទេវលោកព្រហ្មលោកទេវលោកព្រហ្មលោកមនុស្សលោកជាអ្នកបុះទៀតប៉ុន្តែព្រះមុគលានអត់ទេផ្ញើខ្លួននៅទេវបុត្រមាខ្លះផ្ញើខ្លួនជាមួយនឹងនរកខ្លះព្រះមុគលានបានទទួលពុតព្យាករហើយក៏ដោយហ្នឹងញ៉ៅខ្លួននឹងមារលោកនោះជាទុសីមានោះទៅបន្ទុះជាមួយអគ្គសាវកស្ដាំរបស់ព្រះសម្មាសម្ពុទ្ធកសបៈទុសពលរហូតដល់ទៅពធរនីស្រោបមាហ្នឹងតែកាន់ឲ្យជ័យបានរូបហើយបន្ទុះជាមួយមេដាបៃតាទៅនរកទៀតរហូតដល់ទៅជាតិចុងក្រោយហ្នឹងត្រូវគេកាប់គេចិញ្ច្រាំទៅទៀតនឹងទោសអីទោសដែលព្រះមុគលានអាស្រ័យទៅមិនបានប្រកបដោយសិលសមាធិបញ្ញានឹងឯងតែព្រះសារីបុត្រលោកប្រកបដោយសិលសមាធិបញ្ញាអត់មានទេដំណើរទៅរកទិសដៅនៃអគ្គសាវកដូចគ្នាប៉ុន្តែសុកមករហូតមកជានិរតៈរបស់ក្តីជាអីក្តីមើលប្រកបដោយអភិញ្ញា5ច្រើនជាតិនេះជាភាពគ្រាន់របស់អ្នកដែលមានសិលសមាធិបញ្ញានឹងគ្រាន់តែអ្នកសន្សំបារមីទៅធម្មតាមិនបាច់ដល់តែជាតិខាងមុខទេត្រឹមតែបច្ចុប្បន្ននឹងក៏ដោយអ្នកមានសិលមែនមានបញ្ញានឹងថឹងល្អមានសិលមានសមាធិរមែងមានបញ្ញានឹងថឹងល្អរមែងមានសទ្ធានឹងថឹងល្អមិនមែនជាសទ្ធាខ្ចល់ក៏មិនមែនជាសទ្ធាតាមគ្នាដែរហើយជាសទ្ធាញ៉ាំងប្រយោជន៍គឺគុណឲ្យជាក់ច្បាស់ក្នុងព្រះត្រៃរតន៍នឹងទៀតប៉ុន្តែអ្នកដែលគ្រាន់តែប្រកបដោយសិលហើយខ្វះសមាធិទេឬក៏មានបញ្ញាខ្វះសមាធិខ្វះសិលទេឬក៏ថាមានតែបញ្ញាឬក៏មានតែសិលបាត់បង់សមាធិគឺចោលទៅគឺថាមានសិលស្អាតតែទិដ្ឋិមិនស្អាតទេមានបញ្ញាតែទិដ្ឋិមិនល្អយើងមើលមនុស្សបង្កើត
อาวุธนองโลกนั่นแต่กิมนุษย์หลงก็หรือมนุษย์ฉลาดนกเมียปัญญาในกิปกาอาวุธปกาใส่สับปะยางนั่นน่ะสุดแต่มนุษย์ฉลาดนกเมียปัญญามันได้ปัญญาอัดเมียนสมาธิจิโก้อัดเมียนสมาธิจิโก้ปัญญานองการยังลงนั่งไอ้ดิเนี่ยยังคลุนไอ้นั่งไอ้ดินี่นะมันเช่นเนี่ยเมียนเซอร์มันได้จบโดยติดเทคลุนกรอนบาเชียงเกย์น่ะได้มันกรอนโดยคลุนนุประกอบได้เรื่องเข้านุประกอบได้เรื่องอย่างนี้เรื่องอย่างนู้นมินจะกรอนได้รู้ว่าสมาธิสำหรับออกรูปยังวันเนี้ยเมียนเซอร์ประกอบโดยสมาธิหนึ่งปัญญาจิกูลให้mấy chỉ tìm bớt ai khuôn hỏi rồi mấy nhang khuôn nó ai kron này nè ai kron nó không song xa rồi vọt lắm nè tròn tùm róm từ mấy bàn toàn pre này nè này nè na để miền ba rồi mấy cha kla đây bạc sầm rải mẹ phao không sầm máu thiên pre thiên ấy có sắc tâm hà cron này nâng mà ọt cha anh đấy trường của nó là ta đang truyền lục từng lai chân thà để sama samput để salma ông tiên đừng ai thì ọt tìm mà ông tiên nâng tới đừng thà phải đầy na từ ban school đây là miền chuột ra đằng nông lô tiệt đê chẳng ai nòng kiaประกอบโดยสมาธิปัญญาจรานtư cùng lại tất cả đã nuôi chi anh đã nuôi sa anh đã nuôi đinh tia anh đã nuôi mình đinh tia anh nuôi kia kêประกันโยกแต่เรื่องได้về chỉ riêngธรรมดาrồi bao lúc nắng vô một đôi chỉ riêng thông trong đây nóเลยโลกนั้นขมิ้นเรื่องน้าท่องดมได้สักแต่เรื่องที่เราการมาให้ไอเรื่องแต่มันท่องดมคือแต่เรื่องในครูนยังตั้งแต่โลกนั้นเวียนจังให้คำคือครูนไอเติมน่ะรู้เด็ดเนาะแต่ว่าบาอย่าพุ่มเด็ดเนาะนนตือกี่เรื่องแต่มันท่องมาได้ดังhaiเลยโลกนั้นมีเรื่องน้าได้มันที่เราการดูเรื่องจีบได้ประดาษากนี่นั่งเรียนมาตั้งปีแผ่นใดนาวเนาะยืมดังที่การมากรุบแต่แผ่นใดนั้นไอ้ยินแต่เพียบเอาไอ้หนึ่งเรื่องในกิจสารหนึ่งเดินเตียนแล้วเนาะโอ้โหน้องเนี่ยมีปัญญาปิจารณาถ้าเรื่องน้องธรรมดาสักสั้นจังยืนเธอไม่còn từ thơ mấy viết cả đấy và cả đấy rừng nâng nô thơ mấy không luôn này ở từ còn này tại bầm miền nhẹ chế dương miền là cá ná sang khăn tây bà rồi mày ai bầm miền nhẹ xa nhẹ nên tiên miền liệp bạn miền vô sao xà lan màu bị sao dương thế thơm mấy nâng đang thả chất bỏ dương bên nhà bỏ dương còn gì mùi nâng đồ cột thò đang bầm bay nâng bàn phần này dương bị cha na chân tệ hãy có om khuôn tệ đôi chia rồi đi đầu thưa đồng na đầu bán và xoay con pleu cam chỉnh tô tu nâm nút con cô mà cha nè bò cứ xa đặt thầy năng đầm bấy thương rất đi năng ở bên từ môngอย่างน่าสังขารบอกยืนนั่งอ่ะบทเธอไม่บางเติมมกแก่เธอแต่สันเต้ไอ้ยอการสันซอมบาร์ไม่เต้เต้มาจีดน้ำตั้งแต่จีดนี่คือเป็นแปดสติดองด้วยยืนเนาะจังหายเจตาออมแต่เต๋อก็ทะลุทะเลบากใบออกเต้แต่รถตีตังทำไมแต่ไอ้ก็ปุ๊บเปิดอ้อมอย่างแต่น่าชื่อของเชียบาได้น่ากรนของปลาทนำแต่
តែបើខ្លួនឈឺហើយធ្វើមិនជាក៏ធ្វើទៅប៉ុន្តែរឿងទាំងអស់នោះគ្រាន់តែអបស្ទោកយើងទៀតដែរឧទាហរណ៍ថាទូរទេសក៏នៅតែរទេសអញ្ចឹងយើងឧបមាថាយើងកំពុងតែធ្វើដំណើរណានាយសារថីកំពុងតែបរទេសនឹងទៅស្រាប់តែបទៅគោវាដើរទៅវាផ្អើលទៅវាបាក់នឹងហើយជុំវិញហ្នឹងវាអត់មានដើមឈើដែលយើងស្រឡាញ់យើងចង់បានដើមកកោះដើមអីឬក៏ណែចបកអីមកធ្វើនឹមដែលស្រាប់ទៅជុំវិញហ្នឹងមានតែដើមត្បែងដើមខ្លុំហើយយើងប្រកាន់មកទេមិនយកដើមនឹងមកធ្វើនឹមទេអាហ្នឹងវាអត់អីទេគាត់តែនឹមហ្នឹងវាអត់តែប៉ុណ្ណឹងគូហ្នឹងអាទេសហ្នឹងវានៅត្រឹមហ្នឹងពិបាកនឹមហើយអត់ណាបើសិនតែយើងថាទេយកវាមកទឹមសិនមកបទៅចាំដល់ធ្វើមុខទៅឃើញដើមឈើឬជាទីស្រឡាញ់ពេញចិត្តសំយកមកធ្វើសារថ្មីទៅធ្វើម៉េចឲ្យតែរទេសហ្នឹងមកទៅមុខសិនទៅប៉ុន្តែទីពឹងយើងមានជាក់លាក់ទេតាគ្រាន់តែជាអបស្ទោអាហ្នឹងមនុស្សឆ្លាតអញ្ចឹងនៅមនុស្សប្រកាន់អ្នកនេះយ៉ាងនោះទៅនៅតែរឿងអាស្មេនេះអ្នកតែប៉ុណ្្នឹងទេស្គាល់បិសាចទេស្គាល់ទេឬតែឈ្មោះទេយ៉ាងហ្នឹងហើយស្គាល់បិសាចឬតែឈ្មោះទេហ្នឹងហើយបិសាចជាអីបិសាចជាទេវតាមួយដែរគាត់ថាគឺទេវតាហ្នឹងយកកំណើតបិសាចបិសាចមានរិទ្ធទេមានបិសាចចេះធម៌ទេបិសាចខ្លះចេះធម៌ច្រើនជាងយើងបាទខ្ញុំមិនបានកើតបិសាចតែមកពីវិមានះពេកមិនព្រមឃើញថាលោកនឹងវាអញ្ចឹងមានះទៅពេកទៅណាកើតបិសាចតែស្គាល់មៀទេថាអត់ដែរស្គាល់ទេក៏លឺតែចេះត្រូវជាងដែរមានក្នុងលោកនេះអភិសង្ខារភពទាំង31ភពណាពីណាដែលមានរឹតក្រំបើជាងមាទៀតណាយើងដកតែពុទ្ធសាវកចេញព្រះសម្មាសម្ពុទ្ធចេញបច្ចេកពុទ្ធចេញទៅចោះយើងនិយាយតែត្រឹមតែមនុស្សទេវតាមានមនុស្សទេវតាព្រំណាមណាក្រំបើជាងមានោះអត់រឹតនៅខាងមាទេល្អម្លឹងដែរមិនទៅមាណែមិនក៏កើតមាទៅផ្ចាញ់ព្រះសម្មាសម្ពុទ្ធរហូតធ្វើឲ្យបច្ច័យធ្វើនរោឲ្យកើតដល់ខ្លួនឯងតែមកវាប្រកបដោយមានះពេកហ្នឹងហើយបើខ្លួនឯងនៅតែខ្លួនឯងទៅព្រមឲ្យព្រះសម្ពុទ្ធលោកត្រាស់ដឹងដោយបារមីដែលព្រះអង្គសន្សំទៅរួចបាត់ហើយយើងគិតអញ្ចឹងណាប៉ុន្តែនៅមិនសុខតែដាច់ខាតទៅត្រូវតែទៅរៀបរៀងតទៅបានអារៀបរៀងព្រះតាំងពីមកឲ្យចេញបួសរហូតដល់តែបានចេញបួសហើយតែរៀបរៀងមកឲ្យត្រាស់ដល់បានត្រាស់ហើយតែរៀបរៀងមកសម្ដែងធម៌បានសម្ដែងធម៌ឲ្យទៅរៀបរៀងព្រះអង្គឲ្យមានបច្ចុប្បន្នទៅទូលរតនីឲ្យព្រះអង្គប្រែនៅទៀនទៀតយើងមើលដល់ព្រះសម្មាសម្ពុទ្ធនៅទៅហើយមាននៅមានតែខុសអីមាននៅមាននោះណាមាននៅជាមួយនឹងទេបដាជន់ទី6ឯនោះសោយសុខមានតែតេតើអីជាមួយនឹងព្រះសម្ពុទ្ធដែលព្រះអង្គប្រកាសសម្ដែងធម៌ដល់បរិស័ទនោះថាអត់តេតងនេះទេអណ្ដែមិនមាននៅសុខតែចន្ទសំរកគួនជាមួយព្រះដែលមានពុទ្ធហ្នឹងគឺថាមកពីមីនះហ្នឹងឯងហើយចុងក្រោយមានទៅណាកិច្ចអវជ័យកិច្ចអបាយភូមិមិនរួចទេអានេះចឹងហើយយើងសពថ្ងៃប្រកាន់យកអញ្ចឹងដែរ
nhưng mà khơi kia chùm ra rong rương cái chùm ra ta rong rương ta kia tới vừa mình vì đi ai dễ on để rồi dưới nơi mình sốc có thể mấy ao ta kia vì đi đây bằng là gọi chật rồi bây chẳng mình xong thôi xong đấy ta mình nè ta không luôn ở sẽ đầy bài nên tay nạn tay là bao nhiêu phùng nữa này ở sân là bon của sao biên khắc tới vừa mình tay là bao nhiêu phùng nhăn bay sai cầm nào để cả chuyện tệ rồi gọi sau thì cả chuyện cầm nào chuyện dạ ấy chuyện tệ nâng rừng lư lụm chân côn này bị pasana vừa dương miền Pành Nha cha na khơi rừng từ ông nó ta bình chẳng ai ai mà khơi chẳng hay không chua chỉ mùi tiết là không đầy được gọi tục ở cả đấy cả trở về tệ cảnh sẵn sàng đến sột và thó sầm rạp thừa miền khăn tây chẳng hay anh cho bây giờ của anh miền khăn tây đấy chết là khăn tam là cái nhiều hay khăn nặng đài đó vừa tên là hả từ chỉ mùi kia nữa còn cái từ môn dương mình nó riêng thua ô tì ho chẳng từ cái gì mình nó mà sạch xa đây cái chết từ thưa dương khăn tại bây giờ mình khăn là nó dưới riêng thua men bạn scott thua men mình đâu bây giờ khăn đấy nó dương từ lời kỳ đây đó là từ tạm còi kia rồi mình lại về chứ bà hay nói bên này ấy xong khăn tay về tràn đấy ai khăn tay xong thì mình thì mới bắn xong khăn tay bà đấy mới nòng kia chlai ở đây mới thử mấy ban dần xong khăn tay bà đấy mà chồng ban là chồng lai mua để trâu đây bạch chlai trâu đây mà chlai ở để chăng nằm bay sần xong nơi khăn tay bàn to tại biên kia product đừng dương sân bà ở biên kia product dương ta xong khăn tay này nè hả bộ sân là một nông chung vinh thế nên nó sẽ là con là gia là mất hai biên là ca hay nó xong khăn tay chứ bà hay đẹp mình chỉ bắt mà lưỡi ô tì họ mỗi cả là trẻ miền bụi bia cả là bọn ông nông dùng cộng na chia promo bồ sát nâng cô yêu cái khả sẽ đọc tất mọi là hốt đó tận lịch và cái bồng miền nè khá sẽ đọc chống vợ ông ăn miền ở các nông can xong khăn tay đến sao cái thả ra xa miền kia bật tu dương cái đấy mình miền kia bật tu dương cái đấy dương rẽ xa bàn đối cái này tại ba là mấy tại ó đại ca làm nông lục đấy toa tại miền nẹo màu bồng pin áo rồi vào ba đi sân đo nhưng mình miền chui trụ mà xong chỉ ly Krishna miền là càng năng xong ba là mấy để dân trẻ bằng sọc là chui trụ chẳng thế bà mình miền ân đập riêng màu xong cao bình nét và ông đến miền là cài nó chỉ cao bình nét ơi bà mình miền rục này ôngដែលកាន់យកនៅត្រៃចីវរមកសម្រាប់ជាកឋិនជាសម្ពុតសម្រាប់សម្គាល់ថាជាកឋិនកាលមកដល់ហើយវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលលោកចាំព្រះវស្សាក្នុងពុទ្ធមណ្ឌលនេះកឋិនទានជាទានស្មោះប្ររពចំពោះសង្ឃឥតមានចំពោះលោកម្ចាស់អង្គណាមួយទេយើងបានធ្វើតាមពុទ្ធបំណងរបស់ព្រះមានពភាកគ្រប់ព្រះអង្គគឺបុណ្យកឋិនហ្នឹងដែរព្រោះបុ
បុណ្យផ្សេងផ្សេងទានផ្សេងផ្សេងក្នុងព្រះសាសនានឹងអាស្រ័យបរិស័ទអ្នកជ្រះថ្លាទូលសុំបូជាទូលព្រះដ៏មានពភាសុំពុទ្ធានុញ្ញាតដើម្បីធ្វើឬក៏សុំព្រះពុទ្ធអង្គដើម្បីប្រទានអាវាតក្នុងការចាត់ចែងរៀបចំធ្វើនៅបុណ្យទាំងអស់នោះតែសម្រាប់កឋិននេះឥតមានកហបតីមហាសាលខត្តយៈមហាសាលព្រាហ្មណ៍មហាសាលណាមកសុំឬក៏ទូលសុំព្រះដ៏មានពភាក្នុងការថ្វាយទេក្នុងការធ្វើទេគឺជាពុទ្ធបំណងសុទ្ធសាធដែលព្រះដ៏មានពភាព្រះអង្គពិចារណាដោយពុទ្ធញាណទៅថាគ្រប់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គមិនដែលមានព្រះសម្មាសម្ពុទ្ធអង្គណាមួយដែលបដិស្ថានក្នុងលោកនេះលះចោលវាចោលផាត់បង់ចោលនៅកឋិនកិច្ចនឹងទេទើបព្រះដ៏មានពភាព្រះអង្គប្រារព្ធហេតុដោយភិក្ខុ30រូបព្រះអង្គក៏មានបំណងក្នុងការប្រកាសឲ្យភិក្ខុសង្ឃទាំងឡាយជ្រាបពីពុទ្ធបំណងក្នុងការដែលព្រះអង្គពុទ្ធានុញ្ញាតឲ្យកឋិននេះកើតឡើងអញ្ចឹងបរិស័ទអ្នកដែលមានសទ្ធាបានធ្វើកឋិននេះឈ្មោះថាបានប្រារព្ធចំពោះពុទ្ធបំណងនៃព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គផងជាអ្នកបានទំនប់បំរុងដល់ព្រះសាសនាផងព្រោះទានទាំងឡាយក្នុងលោកមានច្រើនបែបច្រើនយ៉ាងតែសាសនានៃព្រះដ៏មានពភាគង់វង្សនៅបន្តទៅទៀតបានអាស្រ័យបព្វជិតគឺអ្នកបួសដែលប្រកបដោយធម៌ដោយវិន័យស្ថិតនៅចឹងការបួសក្នុងព្រះសាសនានេះមិនមែនសឹកតែប្រព្រឹត្តដំណើរជីវិតទៅស្រួលបួលទេគឺថាមានការលំបាកដោយបច្ច័យទាំងឡាយ4គឺការស្លៀកដណ្ដប់ការបរិភោគនៅភោជនការប្រព្រឹត្តទៅទទួលទាននៅទីសេនាសនៈការប្រព្រឹត្តទៅនៃភេសជ្ជៈបច្ច័យផ្សេងទាំងឡាយហ្នឹងមានភាពលំបាកប៉ុន្តែកាលដែលបរិស័ទបានប្រារព្ធនៅកឋិននេះបរិស័ទបានញ៉ាំងលៀបដែលកើតឡើងពីអានិសង្សរបស់ភិក្ខុដែលលោកខំទ្រទ្រង់នៅវស្សាអស់ដល់ខែ3ឲ្យលោកបានទទួលនៅលៀបដែលកើតឡើងពីអានិសង្សរបស់កឋិនពេលណាដែលលោកបានទទួលយ៉ាងនេះមិនមែនធ្វើឲ្យភិក្ខុសង្ឃរូបនោះអង្គនោះឬក៏សង្ឃក្នុងសាសនានេះមានបានឬក៏ថាសោយសុខលើសម្បត្តិដែលកើតឡើងពីកឋិននឹងទេប៉ុន្តែឈ្មោះថាជាការសម្រួលដល់ភិក្ខុសង្ឃឲ្យលោកស្រួលក្នុងគ្រាដែលលោកបានក្រងនៅកឋិនហើយស្រួលដោយម្ដេចទៅស្រួលដោយការស្លៀកដណ្ដប់នៅសម្ពុតការសាវកដែលបិទចិត្តគុតមុតល្អមានសាច់ល្អដែលបរិស័ទបានប្រគេនហើយចំពោះដល់សង្ឃក៏អបឡោកសន្មតញត្តិទុតិយកម្មវេចាឲ្យដល់ភិក្ខុដែលត្រូវក្រាលក្រងហើយអានិសង្ឃដែលកើតឡើងពីអដ្ឋបរិខា8ដែលជាបរិវាររបស់កឋិនបូករួមជាមួយបរិខាផ្សេងដែលជាអានិសង្ឃកលៀបរបស់កឋិននេះជួយសម្រួលដល់ព្រះភិក្ខុសង្ឃនឹងឯងកាលណាព្រះភិក្ខុសង្ឃនៅក្នុងសាសនានេះមិនលំបាកពេកអញ្ចឹងអ្នកដែលបួសក៏នៅតែមានកាលណាអ្នកបួសមិនសូវលំបាកការសិក្សារៀនសូត្រក៏ងាយ
កាលណាភិក្ខុសង្ឃបរិបូរដោយអ្នកសិក្សារៀនសូត្របានដោយងាយពុទ្ធិការចេះដឹងក្នុងព្រះសាសនាហ្នឹងក៏នៅតែតាំងនៅយើងក៏នៅមានភិក្ខុដែលជាពុទ្ធសាវករបស់ព្រះតមានពុទ្ធិក្នុងការថ្វាយទានបន្តក្នុងការគោរពប្រណិប័តបន្តដើម្បីជាយានមួយដែលយើងប្រាថ្នានៃការរលត់ទុក្ខខាងមុខឯនោះទៅវិញទេព្រះភិក្ខុសង្ឃក្នុងសម័យណាក៏ដោយការដែលលោកប្រព្រឹត្តត្រូវដោយវិជ័យសុចរិតមនោសុចរិតនិងកាយសុចរិតនិងការប្រព្រឹត្តទៅដោយកាយទុច្ចរិតវិជ័យទុច្ចរិតនិងមនោទុច្ចរិតគ្រប់សាសនានៃព្រះដែលមានពុភាគ្រប់សម័យកាលសឹកតែមានដូចគ្នាប៉ុន្តែសង្ឃគុណនេះមិនផ្លាស់ប្ដូរទេមិនញាប់ញ័រមិនប្រឡាក់ជាមួយនឹងភិក្ខុដែលជាអ្នកទ្រុសនៃសាសនាទេការទ្រុសទៅរបស់ភិក្ខុដែលមិនប្រព្រឹត្តដោយសិលដោយសមាធិនិងបញ្ញាជាសភាពរបស់បុគ្គលដែលជាអ្នកប្រព្រឹត្តប្រទុះចំពោះគុណនៃព្រះរតនត្រ័យប៉ុន្តែសម្រាប់សង្ឃដែលជាស្ថាប័នដែលជារតនៈមួយក្នុងចំណោមរតនៈទាំង3ឥតមានទៅប្រឡាក់ជាមួយនឹងបុគ្គលដែលប្រព្រឹត្តទុច្ចរិតដោយកាយវិចារនិងចិត្តនឹងទេអញ្ចឹងកាលដែលបំពេញទានចំពោះសង្ឃនេះព្រះដែលមានពុទ្ធិព្រះអង្គសរសើរហើយជាគុណរាប់ប្រមាណមិនបានអានិសង្ឃដែលធ្វើចំពោះសង្ឃដូចម្ដេចគឺអានិសង្ឃកឋិននឹងឯងជាអានិសង្ឃដែលប្ររពចំពោះសង្ឃស្មោះឥតមានចំពោះលោកអ្នកអង្គណាមួយទេភិក្ខុសង្ឃលោកចាត់ចែងដោយសម្ពុតកាសយភ័ស្ត្រនេះដែលហាក់បីដូចជាសម្ពុតកាសយភ័ស្ត្រនេះប្ររពចំពោះសង្ឃអញ្ចឹងអានិសង្ឃកឋិននេះជាអានិសង្ឃដែលយើងធ្វើទៅបានចំពោះសង្ឃមិនព្រួយបារម្ភថាចំពោះបុគ្គលទេអញ្ចឹងទាននេះឈ្មោះថាទានបរិបូររងចាំតែសេចក្តីជ្រះថ្លានិងសទ្ធាដែលបរិស័ទមានតែប៉ុណ្ណឹងចឹងបានព្រះដ៏មានពភាព្រះអង្គពោលថាបុគ្គលណាចង់ឃើញចង់ក្បែរចង់ស្គាល់ចំពោះបុគ្គលដែលជាអ្នកត្រត្រង់នៅសិលគុណបុគ្គលណាចង់ឃើញចង់ឮចង់ស្ដាប់នៃព្រះសទ្ធធម៌ហើយបានលះបង់នៅមន្ទិលគឺមច្ឆរិយៈគឺសក្តីកំណាញ់នេះចេញពីខណ្ឌសន្តានបុគ្គលនោះឈ្មោះថាជាអ្នកមានសទ្ធាអញ្ចឹងពុទ្ធសាសនានេះគឺរងចាំអ្នកដែលមានសទ្ធាក្នុងលោកដើម្បីបញ្ចេញនៅសទ្ធាហើយសទ្ធានេះរមែងញ៉ាំងឧត្តមប្រយោជន៍ក្នុងលោកបច្ចុប្បន្ននៃកើតផងនិងឧត្តមប្រយោជន៍ក្នុងលោកខាងនាយឲ្យសម្រេចផងព្រះនិព្វានមានផ្លូវវែងឆ្ងាយសត្វលោកទាំងឡាយដែលដើរទៅក្នុងវត្តដាក់នេះក៏មានសភាពវែងឆ្ងាយយ៉ាងហ្នឹងមានតែការសន្សំដែលកើតឡើងពីសទ្ធាទេទើបជាអរិយទ្រព្យពិតប្រាកដញ៉ាំងវិបាកបដិសន្ធិរបស់យើងនេះឲ្យឆាប់បានរលត់រួចចាក់ទុកគឺព្រះនិព្វានហ្នឹងឯងអញ្ចឹងការសន្សំគ្រប់បែបគ្រប់យ៉ាងក្នុងលោកនេះមានការសន្សំទៅខុសគ្នាអញ្ចឹងហើយទើបព្រះដែលមានពភាព្រះអង្គពោលហាមនៅសេចក្តីប្រមាទដែលវាកើតឡើងនៅក្នុងខណ្ឌសន្តានរបស់យើងនឹងមិនឲ្យមានសេចក្តីប្រមាទប្រទុះទៅលើបុគ្គលណាទេព្រោះនោះធ្វើស្រែតែល្ងងឡើងថ្នោតនោះឡើងថ្នោតតែល្ងងធ្វើអាជីវកម្មផ្សេងនោះបកែធ្វើអាជីវកម្មផ្សេងតែមិនចេះធ្វើស្រែដាំស្រូវនោះចេះធ្វើស្រែដាំស្រូវក៏ល្ងងមិនចេះនេសាទ
មនុស្សពូកែនេសាទក៏ល្ងងមិនចេះនៅគ្រឿងប្រគំតន្ត្រីភ្លេងជាដើមហេតុត្រង់នេះឧបមាស្រួលថានោះក្នុងលោកមានចំណុចខ្លាំងដោយឡែកនិងចំណុចខ្សោយដោយឡែកអាស្រ័យការដែលធ្លាប់សន្សំមកហើយអញ្ចឹងសេចក្តីប្រមាទរបស់យើងទៅកាន់អ្នកដទៃនេះមិនមែនជាប្រយោជន៍មិនមែនជាហេតុក៏មិនមែនជាឱកាសដែលឲ្យយើងបានគ្រាន់បើទេវាមានតែសេចក្តីក្រឡេកមើលគុណអ្នកដទៃហើយព្យាយាមចាប់ទោសកំហុសខ្លួនឯងទៅវិញទេទើបជាប្រយោជន៍ក្នុងនាមនោះដែលប្រាថ្នានៅសេចក្តីបរិសុទ្ធមែនជាយាមចូលឲ្យគៀកទៅនៅបណ្ឌិតក្នុងសាសនានេះមិនមែនអ្នកកាន់បរិញ្ញាបត្រយកមកសំអាងថាជាបណ្ឌិតទេបណ្ឌិតក្នុងសាសនានេះបុគ្គលឯណាមិនមែនមានធម៌នៅក្នុងខ្លួនបុគ្គលនោះព្រះដែលមានពភាព្រះអង្គសន្មតថាជាបណ្ឌិតហើយបណ្ឌិតនោះមិនមែនតែគ្រាន់តែមានធម៌ទេគឺបដូរផ្ដាច់នៅជាមួយសេចក្តីល្អនឹងអស់មួយជីវិតនឹងហៅថាបណ្ឌិតមិនមែនមានចិត្តត្រជាក់មានខន្តីជាទីអាងតបោះឥសីទាំងឡាយប្រកាន់យកខន្តីជាទីអាងបើសិនជាតបោះឥសីឬក៏សាមណៈនឹងក៏ដោយបើបាត់បង់ខន្តីទៅហើយបើអាក្រក់មើលជាជាងមនុស្សដែលកំពុងតែលើកនៅគ្រឿងស្រវឹងអកហើយរំរែកតាមផ្លូវទៅទៀតយើងគិតមើលអ្នកដែលប្រកាន់ភ្ជាប់ថាខ្លួនជាអ្នកស្វែងរកគុណគឺអីសីតបោះដែលអ្នកប្រកាន់ភ្ជាប់នៅស្តបៈធម៌ភិក្ខុសង្ឃដែលអ្នកមាននៅធម៌អាសិក្ខាវិន័យចងដៃចងជើងដើម្បីញ៉ាំងអភិសមាចារខ្លួនឲ្យល្អតែខ្វះទៅនៅខន្តីស្រាប់តែមានសេចក្តីក្រោធខឹងបន្ទុះឡើងជេរបតិចផ្ដាសាប្រមាថមាក់ងាយជនដតីឬក៏ភិក្ខុផងគ្នាឬក៏អបាសកអបាសិកាឬក៏ចំពោះទាយុជាដើមតើទង្វើបែបនោះក៏បីទេដែលជាធម៌របស់សាមណៈជីព្រាហ្មណ៍ប្រកាន់យកបណ្ឌិតក្នុងសាសនានេះមិនមែនត្រឹមតែមានធម៌ទេក៏ត្រូវប្រកាន់យកខន្តីនឹងជាត្រីមុខដែរដោយតួយ៉ាងពុទ្ធមណ្ឌលពុទ្ធមណ្ឌលជាទីរក្សានៅពុទ្ធឱវាទដែលយើងប្រកាន់យកនៅការសិក្សាអប់រំផ្លូវចិត្តមកទីអាងអញ្ចឹងណាមានការចម្រើនទៅនៃវិបស្សនាធុរៈមានការប្រព្រឹត្តទៅនៃការចម្រើននៅបញ្ញាស្មារតីយើងយកអ្វីជាទីអាងយើងថាយកសិលជាទីអាងនៃការចម្រើនទៅនៃសិលសមាធិអញ្ចឹងណាតែសិលមានអីជាទីរក្សាមានខន្តីជាទីរក្សានៃសិលអត់សិលទៅវិបស្សនាក៏មិនកើតប៉ុន្តែសិលអាស្រ័យនៅលើខន្តីនឹងដែរឥតមានខន្តីទៅមានស្អីមកជាទីតាំងជាទីត្រត្រង់នៃសិលនឹងបានហើយយើងមិនស្គាល់នៅគុណដែលកើតឡើងពីវិបស្សនាឬក៏សមាធិហ្នឹងយើងចេះតែពោលថាវិបស្សនានោះបានអីសមាធិបានអីប្រឹងប្រែងតែទិញធម៌គម្ពីរឲ្យទៅចាំទៅហើយយកទៅនិយាយយកទៅសម្ដែងទៅគេស្ដាប់ទៅគេជ្រះថ្លាទៅគេបូជាដោយបច្ច័យ4គេរាប់រងទៅវាក្រាន់បើជាង
យើងគិតថាអញ្ចឹងណាតែការដែលរៀនធម៌ចាំអត់ចាំសេចក្តីនៃព្រះត្រៃបិដកទៅទាំងអស់នឹងក៏ឲ្យបើសិនជាចិត្តរបស់យើងគ្មានគុណគឺខន្តីនិងសច្ចៈមេត្តានៅក្នុងខ្លួនទេប្រយោជន៍អីព្រះមេភិព្រះអង្គពោលថាកំពីទៅទេឲ្យទីអាងដែលយើងគិតថាពឹងនឹងដើមឈើពឹងនឹងព្រៃភ្នំពឹងនឹងទ្រព្យសម្បត្តិពឹងនឹងបុគ្គលកខកខងឬក៏ពឹងលើកអតិទេពទេវតារុក្ខរៈអ្នកតាអ្នកទាំងអស់នោះមិនមែនជាទីពឹងឲ្យយើងទេមែនតែនទៅអ្នកទាំងអស់នោះគ្រាន់តែជាទីដែលឲ្យយើងរាប់អាននិងប្រស្រ័យទៅប៉ុណ្ណឹងអន្តរទីពឹងរបស់អ្នកទាំងអស់នោះក៏គេមិនអាចទីពឹងអ្នកដទៃបានយើងខ្លួនឯងក៏មិនអាចទីពឹងគេនឹងបានឧបមាបីដូចតែយើងទទួលទាននៅគ្រឿងសង្វឹងអញ្ចឹងណាហើយយើងចេះតែអាចពឹងអ្នកនេះអ្នកនោះពឹងឬបែបនេះបែបនោះថាបរិភោគទៅមិនឲ្យខ្លួនឯងនឹងមានរោគមានភ័យអីមានទៅបានអីតែនៅតែលើតែខ្លួនឯងនឹងតែដែរទេអញ្ចឹងអរុក្ខរៈអ្នកតាបងបត់ទេវតាអីនោះគ្រាន់តែជាទីដែលយើងរាប់អានឲ្យប្រស្រ័យរកតែប៉ុណ្្នឹងទេរស់នៅជាមួយគ្នាអាស្រ័យទៅរាប់អានគ្នាទៅអីហ្នឹងទៅគេថែយើងក៏ថែដែរគេមិនថែក៏អត់ទៅប៉ុន្តែទីអាងមែនតើគឺថាយើងនឹងខ្លួនឯងហើយយើងដើម្បីធ្វើដូចម្ដេចទៅមានទីអាងគឺថាត្រូវតែមានវិបស្សនាវិបស្សនាជាទីអាងព្រោះហេតុអ្វីបានដូចបានត្រូវមានវិបស្សនាវិបស្សនាគឺជាការពិចារណានៅសភាពពិតតែប៉ុណ្្នឹងឯងហើយការដែលយល់ច្បាស់ជាក់ច្បាស់ព្រមប្រព្រឹត្តទៅនៅសភាពវៈពិតអាហ្នឹងគឺជាតួនៃផលដែលកើតឡើងវិបស្សនាហើយបើវិបស្សនាមិនឃើញនៅសេចក្តីពិតក្នុងโลกទេធ្វើគ្រាន់តែមើលឃើញតែខ្លួនគ្រាន់បើជាអ្នកដតីព្រោះខ្លួនបានអាស្រ័យវិបស្សនាហើយនោះមិនមែនជាធម៌ទេនោះជាកិលេសដែលវាកើតឡើងបន្លំជាមួយធម៌តែប៉ុណ្្នឹងឯងមើលអ្នកដតីទៅថាអ្នកដតីនោះមិនគ្រាន់ជាងខ្លួនទេប្រព្រឹត្តដោយធម៌ដែលជាភាពភ្ញាក់ផ្អើលឬក៏ថាប្រកបដោយធម៌ដែលជាមង្គលជាអបមង្គលនៅប្រកាន់នៅមានជំនឿសីលពតបរាមាសដតីខ្លួនឯងជាអ្នកក្រាន់បើព្រោះតែខ្លួនឯងមានទិដ្ឋិគឺធម៌តាំងនៅយល់ច្បាស់អញ្ចឹងសន្មត់អញ្ចឹងហើយមិនឃើញសេចក្តីទុក្ខទៅកើតក្នុងโลกហ្នឹងពិតប្រាកដអានោះមិនមែនជាអ្នកដែលចម្រើននៅវិបស្សនាទេមិនមែនជាផលនៃវិបស្សនាទេវាគ្រាន់តែជាកិលេសរបស់យើងជាមួយមានអ្នកវាកើតឡើងបន្លំគ្នាមួយធម៌ហើយយើងចេះតែថាធម៌ទៅធម៌ក្នុងโลกហ្នឹងមិនមែនទេណាធម៌ក្នុងโลกនេះគឺថាអ្នកដែលបានឃើញនៅភាពពិតថាโลกហ្នឹងវាអញ្ចឹងโลกនោះវាមានប្រកបដោយភាពភ័យខ្លាចរបស់មនុស្សម្នាសត្វโลกទាំងឡាយមានភាពភ័យខ្លាចមិនរត់រកទីពឹងឈូឆរយ៉ាងទៅសត្វโลกវាអញ្ចឹងឯងព្រោះមានមនុស្សដែលពោលដោយពាក្យពីរោះពិសាតែព្រោះមានមនុស្សដែលពោលដោយពាក្យអសរោះចឹងតែព្រោះមានមនុស្សដែលប្រកបដោយធម៌បែបនេះបែបនោះចឹងតែហ្នឹងជាโลกហ្នឹងចឹងឯងជាធម៌របស់សត្វโลกហ្នឹងចឹងឯងហើយយើងអត់មានសិទ្ធទៅពេញចិត្តមិនពេញចិត្តអីជាមួយទេយើងគ្រាន់តែមានសិទ្ធថាអូណោវាអញ្ចឹងឯងឧបស្សនាវាមានពីរឧបស្សនាទី1គួយពិចារណាធម៌ឲ្យរកសេចក្តីសុខឲ្យខ្លួនឯងឧបស្សនាមួយទៀតគឺថាឃើញថាលោកនឹងវាតទេវាមិនមែនជារបស់ខ្លួននឹងជាលោកកតរៈវិបស្សនាមិនដែរសួរថាយើងសប្ថ្ងៃប្រហែលអ្នកទៅបានទៅដល់លោកកតរៈវិបស្សនាណាបើអត់ទេនៅសន្សំហើយការសន្សំនេះសន្មត់ថាប៉ុណ្ណេះគ្រប់ប៉ុណ្ណេះ
គ្រប់បើអត់បានដោយមនុស្សមកថ្វាយអង្គមមួយសួរថាលោកម្ចាស់តើខ្ញុំកណាធ្វើធម៌បែបណាប្រហែលឆ្នាំឥឡូវធ្វើអស់12ឆ្នាំ13ឆ្នាំហើយកាលទៅបានសម្រេចធម៌ហ្នឹងយើងឆ្លើយថាមិនដឹងប៉ុណ្្នឹងទៅធម៌នោះមិនមែនកំណត់បានដោយថាធ្វើប៉ុណ្ណេះឆ្នាំប៉ុណ្ណោះឆ្នាំអីយើងមើលតែពុទ្ធអង្គក្នុងលោកទៅព្រះဓម៌ភាគខ្លះទុក្ករកិរិយា9ខែបានសម្រេចពុទ្ធញ្ញាណព្រះអង្គខ្លះចម្រើន6ខែព្រះអង្គខ្លះ1ឆ្នាំទៅព្រះអង្គខ្លះក៏7ថ្ងៃទៅព្រះអង្គខ្លះដូចជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងជាក់ស្ដែង6វស្សាមាននរណាទៅកំណត់អញ្ចឹងឃើញបាទអាស្រ័យលើបារមីដែលសន្សំមកគ្រប់ពេលណាបានពេលនឹងធម៌បារមីមិនគ្រប់គ្រាន់តែបានតែគ្រាន់តែប៉ុណ្ណាគ្រាន់រៀបមិនទៅថាបំបានរួចចាក់ទុកដែរខំធ្វើធ្វើអីយើងពិចារណាឧបមាអញ្ចេះថាអភិសង្ខារភពទាំង31នេះមុនដល់ព្រះនិព្វានគេផ្ញើខ្លួននឹងទេវលោក6ជាន់គេផ្ញើខ្លួននឹងព្រហ្មលោកគេផ្ញើខ្លួននៅក្នុងមនុស្សជាសមត្ថទេពមនុស្សជាឧបតោតជាតិអីទៅប៉ុន្តែឯងមុនដល់ព្រះនិព្វានផ្ញើខ្លួនដែរនឹងនរកនឹងប្រែតនឹងទេរឆាននឹងអសូរកាយមួយណាគ្រាន់ជាងយើងមើលអ្នកបានផ្ញើខ្លួនជាមួយទេវលោកអ្នកបានផ្ញើខ្លួនជាមួយព្រហ្មលោកមនុស្សលោកគ្រាន់បើជាងអញ្ចឹងបានតែមុនដល់ព្រះនិព្វានដូចគ្នាប៉ុន្តែត្រូវមានសិលនិងសមាធិនៅជាមួយនឹងឯងបីជាទីពឹងថាខ្លួននោះក៏គ្រាន់ហើយធម៌ដែលក្នុងលោកនេះដែលយើងគប្បីសរសើរជាងគេគឺសិលនិងសមាធិហ្នឹងមិនទៅបានគ្រាន់មកឧបមារឿងពីរយ៉ាងឲ្យយើងស្ដាប់ថាព្រះសារីបុត្រនិងព្រះមុគលានព្រះសារីបុត្រជានរណាព្រះសារីបុត្រជានរណាយើងសន្មតនាមសារីបុត្រជាអគ្គសាវកជាធម្មសេនាបតីតែយើងនិយាយស្ដាប់ថាស្ដាប់ដៃស្ដាំបរោះស្ដាំព្រះដ៏មានពភាកអញ្ចឹងដែរចុះព្រះមុគលានទាំងជានឹងសន្មតថាជាបរោះឆ្វេងឬក៏ជាអគ្គសាវកឆ្វេងរបស់ព្រះដ៏មានពភាកឆ្វេងនិងស្ដាំនឹងអន់ជាងគ្នាប្រមាណដែរព្រោះព្រះសារីបុត្រដកតែព្រះដែលមានពភាកចេញទៅក្នុងលោកនេះមនុស្សលោកទេវលោកមារលោកព្រហ្មលោកអត់មាននរណាមានបញ្ញាស្មើព្រះមុគលានដកតែព្រះមានជោគចេញទៅក្នុងលោកនេះទេវលោកមារលោកព្រហ្មលោកអត់មាននរណាមានរិទ្ធស្មើយើងគិតមើលពីរអង្គហ្នឹងមានតែចាញ់គ្នាអីប្រមាណប៉ុន្តែយើងមើលទៅមុននឹងបានអញ្ចឹងវិញតួអង្គនៃព្រះសារីបុត្រមុននឹងបានជាអគ្គសាវកស្ដាំនៃព្រះដែលមានជោគណាគឺជាអ្នកដែលប្រកបដោយសិលនិងសមាធិ500ជាតិមកអញ្ចឹងហើយជាតិបោះបានអភិញ្ញា5មក500ជាតិមកអាស្រ័យខ្លួនទៅនឹងទេវលោកព្រហ្មលោកទេវលោកព្រហ្មលោកមនុស្សលោកជាអ្នកបុស្សទៀតប៉ុន្តែព្រះមុគលានអត់ទេផ្ញើខ្លួននៅទេវបុត្រមាខ្លះផ្ញើខ្លួនជាមួយនឹងនរកខ្លះព្រះមុគលានបានទទួលពុទ្ធព្យាករឲ្យក៏ដោយហ្នឹងញ៉ៅខ្លួននឹងមារលោកនោះជាទុសីមានោះ
ទៅបន្ទុះជាមួយអគ្គសាវកស្ដាំរបស់ព្រះសម្មាសម្ពុទ្ធកស្សបៈទស្សពលរហូតដល់ទៅពធរនីស្រោបមាហ្នឹងតែកាន់ឲ្យវិជ័យមិនរួចហើយបន្ទុះជាមួយមេដាបៃតាទៅនរកទៀតរហូតដល់ទៅជាតិចុងក្រោយហ្នឹងត្រូវគេកាត់គេកញ្ច្រាំទៅទៀតនឹងទោសអីទោសដែលព្រះមោគលានអាស្រ័យទៅមិនបានប្រកបដោយសិលសមាធិបញ្ញានឹងឯងតែព្រះសារីបុត្រលោកប្រកបដោយសិលសមាធិបញ្ញាអត់មានទេដំណើរទៅរកទិសដៅនៃអគ្គសាវកដូចគ្នាប៉ុន្តែសុកមករហូតមកជានិរតៈរបស់ក្តីជាអីក្តីមើលប្រកបដោយអភិញ្ញា5ច្រើនជាតិមកនេះជាភាពក្រាន់របស់អ្នកដែលមានសិលសមាធិបញ្ញានឹងគ្រាន់តែអ្នកសន្សំបារមីទៅធម្មតាមិនបាច់ដល់តែជាតិខាងមុខទេត្រឹមតែបច្ចុប្បន្នហ្នឹងក៏ដោយអ្នកមានសិលមែនមានបញ្ញានឹងថឹងល្អមានសិលមានសមាធិរមែងមានបញ្ញានឹងថឹងល្អរមែងមានសទ្ធានឹងថឹងល្អមិនមែនជាសទ្ធាខ្ចល់ក៏មិនមែនជាសទ្ធាតាមគ្នាដែរហើយជាសទ្ធាញ៉ាំងប្រយោជន៍គឺគុណឲ្យជាក់ច្បាស់ក្នុងព្រះត្រៃរតន៍នឹងទៀតប៉ុន្តែអ្នកដែលក្រន់តែប្រកបដោយសិលហើយខ្វះសមាធិទេឬក៏មានបញ្ញាខ្វះសមាធិខ្វះសិលទេឬក៏ថាមានតែបញ្ញាឬក៏មានតែសិលបាត់បង់សមាធិគឺចោលទៅគឺថាមានសិលស្អាតតែទិដ្ឋិមិនស្អាតទេមានបញ្ញាតែទិដ្ឋិមិនល្អយើងមើលមនុស្សបង្កើតអាវុធក្នុងโลกហ្នឹងតើគេមនុស្សល្ងងឬមនុស្សឆ្លាតមនុស្សមានបញ្ញាតែគេបង្កើតអាវុធបង្កើតស្អីសពបែបយ៉ាងហ្នឹងសិតតែមនុស្សឆ្លាតមនុស្សមានបញ្ញាមិនដែលបញ្ញាអត់មានសមាធិជាគោលអត់មានសិលជាគោលបញ្ញាក្នុងការញ៉ាំងលោកហ្នឹងឲ្យវានេះញ៉ាំងខ្លួនឯងហ្នឹងឲ្យវានេះតែប៉ុណ្្នឹងតែជាអ្នកមានសិលប៉ុន្តែជាប់ដោយទិដ្ឋិខ្លួនក្រាន់បើជាងគេអ្នកដតីមិនក្រាន់ដូចខ្លួនអ្នកនោះប្រកបដោយរឿងខុសអ្នកនោះប្រកបដោយរឿងយ៉ាងនេះរឿងយ៉ាងនោះមានតែក្រាន់បើអីព្រោះខ្វះសមាធិសម្រាប់អប់រំអញ្ចឹងអ្នកមានសិលប្រកបដោយសមាធិនិងបញ្ញាជាគោលហើយម៉ែងជាទីពឹងឲ្យខ្លួនហើយរមែងញ៉ាំងខ្លួននោះឲ្យក្រាន់ហ្នឹងហើយក្រាន់នៅក្នុងសង្សារវដ្តហ្នឹងណាទ្រាំតម្រាំធ្វើម៉េចបានតន់ព្រះហ្នឹងហើយអ្នកណាដែលមានបារមីចាស់ខ្លាទៅបានសម្រេចមគ្គផលក្នុងសមោធានព្រះធាតុអីក៏សឹកតែមហាក្រនហើយហ្នឹងមហាអស្ចារ្យហើយតែខ្ញុំកណ្ដាលនៅតែដាស់តឿនលោកទាំងឡាយអញ្ចឹងថាព្រះសម្មាសម្ពុទ្ធនៅសល់មួយអង្គទៀតហ្នឹងហើយអស់ពីមួយអង្គទៀតហ្នឹងទៅមិនដឹងថាផែនដីណាទើបបានស្គាល់ព្រះដែលមានជោគត្រាស់ដឹងក្នុងលោកទៀតទេចឹងហើយនាំគ្នាប្រកបដោយសិលសមាធិបញ្ញាឲ្យច្រើនទៅកុំឡែកទៅថាអ្នកនោះជេរអញអ្នកនោះសរសើរអញអ្នកនោះនិន្ទាអញអ្នកនោះមិននិន្ទាអញនោះគ្នាអញនោះគ្នាគេប្រកាន់យកតែរឿងដែលវាជារឿងធម្មតារបស់លោកនឹងយកមកធ្វើជារឿងធំដុំអីនោះលើលោកនឹងគ្មានរឿងណាធំដុំទេសុទ្ធតែរឿងធ្លាប់កើតមកហើយរឿងដែលមិនធំដុំគឺថារឿងដែលខ្លួនយើងដឹងថាលោកនឹងវាអញ្ចឹងហើយខំធ្វើខ្លួនឲ្យទៅនរកទៀតនោះ
ở ba giờ phum điện nó non tiêu chỉ riêng đây mình thom mà đá đằng hai lư lột nó miền rừng nó đây mình lọp cả đi rừng chìm đây đa xa nên nó miền màu tăng vì phèn đây nào nó dừng đằng thế cả màu cướp tập phèn đây nó ở gì tập nhẹ vào ấy nâng rừng đây kia sao nâng nền tiền nó cô đàn ông kia miền Pành Nha bị trà na thà rừng nó thom mà đa sát xa chẳng dương thưa mày công được thưa mình biết cao ấy có cao tới ở rừng nâng nô thưa mấy không luôn anh ở từ còn này tại bầm miền nhẹ chế dương miền là cá na sang khăn tây bà đầm mày ai bầm miền nhẹ sao nhẹ nên tia miền liệp miền bạn vô áp xà lan mà bị sao dương thế thưa mấy là đang thả chất bỏ dương Pành Nha bỏ dương còn chỉ mùi nâng đồ cột thò đang bầm bay nâng bàn bần này dương bị cha na chân tệ hãy có om luôn tệ đôi chia rồi tê từ thưa đầm na từ bán về sài con phơi cam chỉnh tô tuột nâm nút con cô mà cha nè bò cứ xa đặt thầy nâng đầm bấy thưa rồi tê nâng ở bên từ một dạng ná song kha là bỏ dương đó nghe bữa thư mấy bạn từ mốc trẻ thưa từ sân tới thì do các sân xong ba là mây tới tới mà chiết nam đắng là chiết nick miền Bắc sắp bị đòn đấy dương nó chẳng hãy chết ta om tệ tệ tới go lụt thề bạc bài ở tới từ đó đi tăng mây tới ấy có một bức chẳng tệ na chư hộp chia ba tới na cron của pra nam tới ai bậc luôn chư hai thưa mà chia của thưa tới vấn tay của rương đừng ó nó cron ta off stop dương thì ta ụ tì ho thả tua đặt đế ở nơi ta đặt đế chẳng nhưng Obama là dân ông bông ở thưa tầm ná đó nì xa thấy ông bông đã bò đặt đế nâng tới sạch đã bò tới cô về đào tới vừa bà tới vừa bạ nằm hai chùm bình nắng về ọt miền đàm chưa đại dương xà lanh dương chẳng bàn đàm có co đàm ấy miracle nè chụp bọ ấy một thư nâm là sao từ chùm bình nắng ở miền đã đàm ta bay đàm không dưỡng bậc căn là tê mình vô đàm nâng một vườn nâm tê nâng về ở ấy chứ còn là nâm nó vợ tập bắt nâng cô nó là tê nâng về nơi trầm nâng bạn nâm hay còn đó bây giờ là dương là tê vô vào một trầm sân mau bò tới chạm tao thầm một tới khơi làm chưa để dịch đi xà lanh bên chất sầm gió máu vừa sạt mày tới vừa mấy oi ta được tiền nó vào từ một sân tới còn trái tim bưng giấc miên che lẹ đấy ta còn là sẽ chỉ off stop nắng mình nốt chlan chẳng mà nơi mình nốt bỏ căn này này giờ nốt tới nơi ta rương asmẹ mê nè ta bạn đăng tê squat bay xa chứ squat đấy đưa để mua đấy ra đằng ngày squat bay xa đưa để mua đây đằng ngày bay xa chị ấy hả bay xa chỉ tê và đà mùi đại còn là tê và đà nó chỉ cầm nát bấy xa bay xa bên rực đấy miền bay xa che thua đấy xa lát che thua trơn chừng dừng vào nhưng mấy bạn đã cắt bay xa thả mau pi vì mình nè bê prom khơi thả lô năng vinh trắng mình nè tập bê đó cắt bay xa tại còn mía đấy
ថាដែលស្គាល់ទេគាត់លឺថាចេះត្រូវជាងណាមានក្នុងលោកនេះអភិសង្ខារភពទាំង31ភពណាពីណាដែលមានរិទ្ធក្រាន់បើជាងមាទៀតណាយើងដកតែពុទ្ធសាវកចេញព្រះសម្មាសម្ពុទ្ធចេញបច្ចេកពុទ្ធចេញទៅចោះយើងនិយាយតែត្រឹមតែមនុស្សទេវតាមានមនុស្សទេវតាព្រំណាមណាក្រាន់បើជាងមានោះអត់ទេរិទ្ធនៅខាងមាទេល្អម្លឹងដែរមិនតែមាណាយេមិនក៏កើតមាទៅផ្ចាញ់ព្រះសម្មាសម្ពុទ្ធរហូតធ្វើអវជ័យធ្វើនរកឲ្យកើតដល់ខ្លួនឯងតែមកវាប្រកបដោយមានះពេកហ្នឹងហើយបើខ្លួនឯងនៅតែខ្លួនឯងទៅព្រមឲ្យព្រះសម្ពុទ្ធលោកត្រាស់ដឹងដោយបារមីដែលព្រះអង្គសន្សំទៅរួចបាត់ហើយយើងគិតអញ្ចឹងណាអត់នៅមិនសុខដាច់ខាតត្រូវតែទៅរៀបរៀងតទៅបានថារៀបរៀងព្រះតាំងពីមិនឲ្យចេញបួសរហូតដល់តែបានចេញបួសហើយតែរៀបរៀងមិនឲ្យត្រាស់ដល់បានត្រាស់ហើយតែរៀបរៀងមិនឲ្យសម្ដែងធម៌បានសម្ដែងធម៌ហើយទៅរៀបរៀងព្រះអង្គឲ្យមានបជននេះទៅទូលរតនីឲ្យព្រះអង្គប្រែនៅពៀនទៀតយើងមើលដល់ព្រះសម្មាសម្ពុទ្ធនៅទៅហើយមាននៅមានតែខុសអីមាននៅមាននោះណាមាននៅជាមួយនឹងទេបដាជន់ទី6ឯណោះសោយសុខមានតែតកតងអីជាមួយនឹងព្រះសម្ពុទ្ធដែលព្រះអង្គប្រកាសសម្ដែងធម៌ដល់បរិស័ទនោះថាអត់តកតងគ្នាទេអញ្ចឹងមិនមាននៅមិនសុខតែចំណសំរុកគួនជាមួយព្រះដែលមានពភៈហ្នឹងគឺថាមកពីមីនះហ្នឹងឯងហើយចុងក្រោយមានទៅណាកិច្ចអវជ័យកិច្ចអបាយភូមិមិនរួចទេអនិច្ចំយើងសប្ងៃប្រកាន់យកអញ្ចឹងដែរយើងបើឃើញគេចម្រើនរុងរឿងគេចម្រើនតែរុងរឿងតែគេទៅវាមានវិនិច្ឆ័យអីយើងអត់ទេព្រោះយើងនៅមិនសុខធ្វើម៉េចឲ្យតាគេវិនិច្ឆ័យដែរបានតែវាអស់ចិត្តដល់ពេលអញ្ចឹងវាសំថយសំនៅតែវិនិច្ឆ័យទៅក្នុងខ្លួនឲ្យសេចក្តីបែបហ្នឹងទៅណាទៅអបាយភូមិហ្នឹងឯងបើសិនតែបុណ្យកុសលមានខ្លះទៅវាមិនទៅអបាយភូមិញ៉ាំងបីសាច់កំណើតឲ្យកើតចឹងទៅឬក៏អសុលឲ្យកើតជាកំណើតចឹងយៈអីចឹងហ្នឹងរឿងលើលោកអញ្ចឹងគុណនៃវិបស្សនាធ្វើឲ្យយើងមានបញ្ញាពិចារណាឃើញរឿងទាំងអស់ហ្នឹងថាវាអញ្ចឹងឯងហើយបើឃើញអញ្ចឹងហើយខំឆ្លោះជាមួយទៀតឬតែខំដែរឬក៏ទុកឲ្យវាកើតអីកើតទៅទៅកែងសិក្សារៀនសូត្រពធសម្រាប់ធ្វើឲ្យមានខន្តីអញ្ចឹងហើយហើយជិះវាយើងវាអត់មានខន្តីទេវាចេះតែខឹងតាមតែគេញុះឲ្យខឹងនឹងដែរទៅវាទៅណាហ៎ទៅជាមួយគេហ្នឹងណាគ្រាន់តែគេទៅមុនយើងយើងមិនមនុស្សរៀនធម៌ឧទាហរណ៍អញ្ចឹងទៅគេជាមនុស្សបានសិក្សាទេគេចេះតែធ្វើឲ្យយើងខឹងតែបើយើងមិនខឹងអាហ្នឹងយើងរៀនធម៌មែនបានស្គាល់ធម៌មែនមិនដែលបើយើងខឹងដែរអាហ្នឹងយើងទៅផ្លូវគេដែរគ្រាន់តែទៅតាមក្រោយគេតែប៉ុណ្្នឹងទេច្បាស់ហើយនៅប៉ុណ្្នឹងហើយសំខាន់តែជាច្រើនទេហើយខន្តីសំធ្វើម៉េចបានសំខន្តីបាទហ៎មើលនាំគ្នាឆ្លើយឲ្យត្រូវមើលធ្វើម៉េចបានសន្សំខន្តីបាទហ៎មើលចង់បានតែចម្លើយមួយដែលត្រូវដែរបែបឆ្លើយមិនត្រូវទេអាត្មាឆ្លើយឲ្យទៅចាស់ដើម្បីសន្សំនៅខន្តីបានតលតែមានគេប្រទុះនឹងយើងសិនបើអត់មានគេប្រទុះនឹងយើងទៅសំខន្តីនឹងណាហ៎បើសិនតែមនុស្សជុំវិញគ្នាហ្នឹងសិតតែកល្យាណមិត្តហើយមានឱកាសឯណាសំខន្តី
ច្បាស់ហើយណែមិនច្បាស់ស្មានលើកឧទាហរណ៍មួយកាលដែលព្រះដែលមានពភាកាលព្រះអង្គនៅយងកំណើតជាបរមពោធិសត្វនៅអង្គុយឲ្យគេស្ខាក់ស្ដោះទឹកមាត់រហូតដល់តលិចបកាយណាបើមានអ្នកខាស្ដោះអញ្ចឹងព្រះអង្គអត់មានឱកាសក្នុងការសំខាន់ទេសិលគឺថារក្សាមានគេបន្ទុះយើងក្តីមិនមានគេបន្ទុះយើងក្តីយើងរក្សាបានដូចគ្នាតែបារមីទាំងអស់ដែលកើតឡើងក្នុងโลกនេះទាល់តែមានអ្នកមកបំពេញឲ្យដោយប្របាទវេស្សន្តរអញ្ចឹងមិនមានជួយជក់មកសុំជាលីគ្រឹស្ណាមានឱកាសនឹងសំបារមីហើយយើងជាប្រឹងស្អប់តែជួយជក់អញ្ចឹងទេបើមិនមានឥន្ទព្រាមមកសុំកែវបណេតព្រះអង្គនេះមានឱកាសឯណាទៅឆ្កឹះកែវបណេតឲ្យណាបើមិនមានកាលដែលព្រះអង្គយងកំណើតទៅជាសសៈបណ្ឌិតបើមិនមានឥន្ទព្រាមទៅសុំជីវិតទេព្រះអង្គមានឱកាសណាទៅលូតចូលភ្លើងដើម្បីសម្រេចជាទានបារមីឲ្យគិតមើលអត់មានទេមនុស្សយើងមកមិនមានគេបន្ទុះយើងមានឱកាសណាសំខាន់ទេហើយបើមិនមានឱកាសសំខាន់ទេវានៅតែខ្វះខន្តីហ្នឹងយើងមិនដឹងតែខ្លួនឯងបានប៉ុណ្ណាហើយចេះតែទេខ្ញុំធ្វើបន់ល្អហើយគ្រប់ហើយមិនតាន់គ្រប់អីបារមីតាន់10មិនតាន់គ្រប់ហ្នឹងចឹងអញ្ចឹងកុំចាប់ទុកអ្នកដែលបន្ទុះយើងជាសត្រូវសម្គាល់គេថាជាអ្នកមកបំពេញបារមីឲ្យយើងទៅបើយើងអត់ទ្រាំបានយើងរក្សាបានអ្វីដែលជាយើងរក្សានោះឈ្មោះថាយើងសំបារមីយើងបានតែប៉ុណ្្នឹងឯងអ្នកណាខានអ្នកណាចំណេញគិតមើលមើលគិតដល់លោកុត្តរវិស័យណាគិតទៅលើភាពដែលជាក់ច្បាស់ក្នុងលោកណាគឺថាយើងចំណេញអត់មានខាតទេអានេះអញ្ចឹងច្បាស់លាស់ហើយច្បាស់ខ្ញុំកណាគេជូតប៉ុណ្ណឹងទៅចោលមានអីវែងឆ្ងាយទៀតទេហ្នឹងហើយព្រោះថាតិចទៅចាស់ឲ្យតែចាំយូរទៅក្រែងលោមិនចាំទៅទៅនឿយណាយទៅស្ដាប់ក៏បានចឹងខ្ញុំកណាស្មារតីគេជូនប៉ុណ្ណឹងយធម្មកថាខ្លីចូលរួមមួយអស់លោកជាពុទ្ធបរិស័ទនៅក្នុងពុទ្ធសាសនមណ្ឌលនេះនឹងបានជាធម្មកថាទៅពិចារណានៅក្នុងកិច្ចបប្រតិបត្តិរបស់ខ្លួននៅកំពង់ជួបដើម្បីជាប្រយោជន៍ដើម្បីជាសេចក្តីសុខដើម្បីជាគុណទាំងថ្ងៃនេះនិងថ្ងៃមុខអស់កាលជាងវែងតរៀងទៅយ៉ាងធម្មទេសនាទេសសាមិឯធម្មវសេសទេសនាដែលខ្ញុំកណាស្មារតីមានប្រមាណប៉ុណ្ណេះសន្មតដែលចប់តែប៉ុណ្ណេះឯងអេវ៉ាន់សាសូមនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពសេចក្តីជ្រះថ្លាកោតក្រែងក្រៃលែងសពកាលនមស្ការថ្វាយបង្គំចំពោះព្រះអនុគុណជាទីគោរពសក្ការៈនៃអធិបតីក្នុងស្រុកអង្គស្នួលនិងជាប្រជាអធិការនមស្ការថ្វាយបង្គំពោះព្រះរាជាគណៈព្រះមន្ត្រីសង្ឃប្រតិរាអនុតិរៈគ្រប់ព្រះអង្គដែលមានព្រះវត្តមាននិងវត្តមានក្នុងវេលាឱកាសនេះចម្រើនពរពោះអស់លោកជាតបតីសម័យដើមទានដើមបុណ្យទាំងអស់ជាពិសេសលំទាវអុកញ៉ានាងវិសាខាកមហាបាសិកាពុទ្ធសាសនុបឋមព្រមទាំងព្រឹទ្ធមេដាពន្ធវសាកមហាបាសិកាពុទ្ធសាសនុបឋមព្រមទាំងមហាបាសិកាមហាបាសក
ជាពុទ្ធបរិស័ទទាំងអស់ដែលមាននៅវត្តមានក្នុងវេលានេះពិធីបុណ្យឆ្លងនៅសាលានុគុណសាលាពុទ្ធិកបឋមសិក្សាសមិទ្ធផលនានាទាំងអស់ព្រមទាំងប្រពធ្វើនៅបុណ្យផ្កាមហាសាមគ្គីក្នុងវត្តអង្គពពាលមានជ័យក្នុងទិដ្ឋិនៃថ្ងៃសៅរ៍ 9 កើតខែចេសឆ្នាំរោងចស័កពុទ្ធសករាជ 2568 ដែលជាសមិទ្ធផលមួយកើតឡើងក្នុងទឹកដីនៃស្រុកអង្គស្នួលខេត្តកណ្ដាលជាប្រយោជន៍គឺវត្ថុទាំងអស់នេះកើតឡើងជាសាធារណប្រយោជន៍សុទ្ធសាធឥតមានចំពោះបុគ្គលអង្គណាមួយរូបណាមួយឬក៏តាជាសម្បត្តិរបស់ឯកជនភាពរបស់លោកអ្នកឯណាទេគឺជាប្រយោជន៍សម្រាប់ដល់សាមណនិស្សិតដែលកំពុងសិក្សាផងនិងជាប្រយោជន៍សម្រាប់ប្រជាពុទ្ធបរិស័ទផងព្រោះថាពុទ្ធសាសនាថ្មីត្បិតថាជាសាសនាដែលប្រកបដោយការសង្រួមការលះចោលនៅក្រវល់ក្រវាយទាំងឡាយដែលកើតឡើងជាបរិពោធដល់សាមណបដិបត្តិយ៉ាងណាក៏ដោយប៉ុន្តែក្នុងសម័យកាលជាបច្ចុប្បន្នគឺថាចាំបាច់ណាស់តម្រូវឲ្យពុទ្ធសាសនាដើរតួនាទីជាក្រុមជាច្បាប់ក្នុងកិច្ចការងាររដ្ឋបាលហាក់បីដូចជាស្ថាប័នមួយអញ្ចឹងដែរត្រូវមានការគ្រប់គ្រងរចនាសម្ព័ន្ធរបស់សង្ឃតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិដូចគ្នាព្រោះស្ថាប័នសង្ឃក្នុងប្រទេសនីមួយជាពិសេសក្នុងប្រទេសកម្ពុជាយើងចែកជារចនាសម្ព័ន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះមេគុណព្រះនុគុណព្រះគ្រូឋានានុក្រមព្រះគ្រូចៅអធិការគឺថាស្ថាប័នសង្ឃនេះបានរៀបចំចងក្រងជារចនាសម្ព័ន្ធមួយសម្រួលដល់កិច្ចការងាររដ្ឋបាលដើម្បីងាយស្រួលដល់ការមើលការខុសត្រូវចំពោះរវាងសង្ឃនិងសង្ឃផងងាយស្រួលដល់ការមើលការខុសត្រូវរវាងស្ថាប័នសង្ឃនិងស្ថាប័នដែលពាក់ព័ន្ធផងអញ្ចឹងហើយទើបព្រះសង្ឃត្រូវចាំបាច់មានការប្រព្រឹត្តនៅកិច្ចការមួយចំនួនដែលជាសារៈប្រយោជន៍គោលបំណងគឺដើម្បីធានាឲ្យបាននៅចរិយាធម៌នៅអភិសមាចារៈក្នុងសង្គមសាសនាធានាឲ្យបាននៅការតាំងនៅនៃអាយុកាលរបស់ពុទ្ធសាសនាធានាឲ្យបាននៅការបៀតបៀនអំពីសំណាក់សាសនាដតីដែលចូលមកក្នុងបំណងឬក៏តាអំពីសំណាក់ពួកជនឯណាដែលមានបំណងក្នុងកិច្ចការមិនចង់ឃើញនៅវិស័យពុទ្ធសាសនារីកចម្រើនជាដែរអញ្ចឹងទើបជាសំណាងមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងដែលបានរដ្ឋធម្មនុញ្ញគឺច្បាប់កំពូលនៃប្រទេសបានតម្កុំតម្កើងនៅព្រះពុទ្ធសាសនាឲ្យជាសាសនារបស់រដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញដោយប្រការយ៉ាងនេះទើបពុទ្ធសាសនានេះរឹតតែដើរតួយ៉ាងសំខាន់បំផុតក្នុងចំណោមវិស័យទាំងអស់ជាវិស័យមួយដែលគាំពៀឈរនៅក្នុងចង្កោមនៃបាវចនារបស់ជាតិប្រទេសខ្លះក្នុងបាវចនារបស់ជាតិគេមិនមានបញ្ចូលនៅសាសនាទេ
ប៉ុន្តែគ្រាន់តែមានសាសនាជាទីអបស្ទប់ជាចំណុះឲ្យប៉ុន្តែដោយឡែកប្រទេសកម្ពុជាយើងបានទទួលនៅព្រះពុទ្ធសាសនានេះឲ្យឈរតាំងនៅក្នុងចំណោមបាវចនារបស់ជាតិមានជាតិសាសនានិងព្រះមហាក្សត្រចំណុចត្រង់នេះសរបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្នុងសម័យកាលនោះដែលបានបញ្ជ្រាបបញ្ចូលនៅព្រះពុទ្ធសាសនាឲ្យបានតាំងមាំគង់វង្សព្រោះអាស្រ័យដែលលោកមានបទពិសោធន៍ថាពេលដែលសាសនាបាត់ទៅនោះប្រទេសជាតិបានជួបនៅគ្រោះមហន្តរាយដ៏ធំសម្បំសម្បើមធ្លាក់ខ្លួនចូលក្នុងរបបខ្មៅងងឹតដោយសារតែការខ្វះនៅសាសនាដែលជាទីអប់រំបន្ទំកាយវាចានិងចិត្តនឹងឯងមិនយូរទេ40ជាងឆ្នាំមុនយើងទាំងអស់គ្នាបានដឹងហើយថាពេលដែលប្រទេសបាត់តែសាសនាត្រឹមតែបន្តិចបន្តួច 3-4 ឆ្នាំប៉ុណ្ណឹងធ្វើឲ្យប្រទេសជាតិធ្វើខ្លួនឲ្យផុងជ្រៅស្ទើរតែងើបវិញលែងរួចថ្មីត្បិតថាវាជារឿងរបស់នយោបាយក៏ពិតមែនហើយប៉ុន្តែទន្ទឹមនោះសោតគឺថាมันមានសាសនាជាទីអាងដូចគ្នាអាស្រ័យបទពិសោធន៍របស់ប្រទេសយើងដែលធ្លាប់ជួបនៅកត្តាយ៉ាងនឹងហើយតែបុរាណអស់លោកដែលមានគុណបំណាច់ក្នុងសម័យនោះទាំងព្រះមហាក្សត្រទាំងថ្នាក់ដឹកនាំបានបញ្ចូលចងព្រះពុទ្ធសាសនាឲ្យតាំងនៅក្នុងរដ្ឋធម្មនុញ្ញដើម្បីធានាឲ្យបាននៅការតាំងនៅក្នុងពុទ្ធសាសនាការតាំងនៅព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រប៉ុន្តែត្រង់ចំណុចនេះជាសំណាងមួយក៏ពិតមែនប៉ុន្តែជារឿងអភ័ព្វក្នុងកាលបច្ចុប្បន្នត្រង់ថាយុវជនឬក៏មនុស្សក្នុងសម័យបច្ចុប្បន្នច្រើនតែធ្វើខ្លួនឲ្យប្រឆាំងអំពីសាសនាពេលណាដែលយុវជនឬក៏ប្រជាពលរដ្ឋងាកឆ្ងាយអំពីសាសនាធ្វើឲ្យសង្គមមនុស្សក្នុងកាលជាបច្ចុប្បន្ននេះក៏កំពុងតែងាកចេញអំពីក្រមសីលធម៌ដូចគ្នាយើងគិតមើលថាសិលធម៌ជាតំណាងឲ្យការអប់រំដែលបានមកពីចំណែកនៃសាសនានឹងឯងប៉ុន្តែពេលណាដែលសម័យយុវជនងាករេអំពីសាសនាទៅគឺថាវិស័យសិលធម៌របស់សង្គមនេះក៏ធ្លាក់ចុះទៅតាមនឹងដែរការធ្លាក់ចុះរបស់ក្រមសីលធម៌នៃមនុស្សជាតិដែលងាកចេញពីសាសនានេះមិននិយាយដល់តែអ្នកដែលមិនបានបួសទេសូម្បីតែអ្នកដែលបានបួសហើយនឹងក៏ដោយបើកាលណាខ្វះនៅអភិសមាចារៈបានងាកចេញអំពីការព្រានប្រដៅរបស់សាសនាហើយក៏ធ្វើខ្លួនឲ្យប្រឆាំងអំពីការអប់រំឬក៏ធ្វើខ្លួនឲ្យប្រឆាំងអំពីក្រមសីលធម៌ដូចគ្នាព្រោះសម័យសពថ្ងៃជាសម័យសង្គមផ្សព្វផ្សាយមានច្រើនបែបច្រើនទម្រង់ហើយបច្ចុប្បន្នក្រហមក៏មានប្រើប្រាស់សាមណៈក៏មានប្រើប្រាស់ប៉ុន្តែគុណណាគុណម្ចាស់គ្រប់ព្រះអង្គក៏បីសម្គាល់ដោយហេតុយ៉ាងនេះថាគេជាកុហកគេលោតកញ្ឆេងកញ្ឆោងកញ្ឆាងយ៉ាងម៉េចតាមបណ្ដាញសង្គមរំច្រៀងយ៉ាងម៉េចតាមបណ្ដាញសង្គមនោះគឺថាគេជាក្រហមគេចង់ធ្វើម៉េចក៏តបានប៉ុន្តែសម្រាប់យើងជាបព្វជិតវិញគឺត្រូវតាំងសតិយ៉ាងម៉េចកុំឲ្យភ្លោយធ្វើដូចគេជាក្រហមអញ្ចឹងព្រោះត្រូវដឹងថាយើងជាបព្វជិតត្រូវអាណិតដល់
លោកយាយលោកតាវិជាពុទ្ធបរិស័ទដែលបែកញើសហូរឈាមនាំមកនៅការទំនប់បំរុងដល់យើងជាដើមប៉ុន្តែបើបកណាគុណម្ចាស់គ្រប់ព្រះអង្គបានបួសក្នុងសាសនានេះហើយបើមិនបានមកជួយជ្រោមជ្រែងព្រះពុទ្ធសាសនានឹងទេក៏ថ្មីទៅចុះប៉ុន្តែសូមបកណាគុណម្ចាស់គ្រប់ព្រះអង្គលៃយ៉ាងម៉េចកុំធ្វើខ្លួនឲ្យជាអ្នកបំផ្លាញសាសនានឹងវិញអីព្រោះថាព្រះពុទ្ធសាសនានេះដោយជាពុទ្ធដីការបស់ព្រះដ៏មានពភាកព្រះអង្គធ្លាប់ទទួលពុទ្ធព្យាករមកហើយថានឹងមិនរលំរលាយដោយសត្រូវពីខាងក្រៅទេប៉ុន្តែនឹងបាត់បង់សូន្យទៅរិចរិលទៅអាស្រ័យបរិស័ទនៅក្នុងសាសនាដែលប្រព្រឹត្តប្រសាអំពីមិត្តសោព្រហ្មចារីនឹងឯងអំពីពួកភិក្ខុភិក្ខុនីសាមណេរសាមណេរីឧបាសកឧបាសិកាជាអ្នកដែលកើតជ្រកកោនក្រោមម្លប់សាសនានឹងហើយប្រទុះចំពោះសាសនានឹងទៅវិញជារឿងអភ័ព្វដែលខ្ញុំមកណាចង់លើកនោះគឺថាមិនថាជាសាមណៈមិនថាជាបព្វជិតទេបើកាលណាប្រព្រឹត្តខ្លួនឲ្យឆ្ងាយពីពាក្យអប់រំទូមានព្រានប្រដៅហើយក្រមសីលធម៌ក្នុងសង្គមនោះក៏ធ្លាក់ចុះកាលណាក្រមសីលធម៌ក្នុងសង្គមនោះធ្លាក់ចុះនោះមនុស្សមើលគ្នាលែងយល់ប្រសក់មើលចំពោះសង្ឃក៏ឃើញថាដូចគ្នាសង្ឃមើលចំពោះប្រសក់ក៏ឃើញថាដូចគ្នាវាធ្វើឲ្យមនុស្សលែងយល់អ្វីដែលគួរគោរពនិងអ្វីមិនគួរគោរពហើយប្រព្រឹត្តខ្លួនស្មើកាលណាមនុស្សប្រព្រឹត្តខ្លួនស្មើទៅការប្រព្រឹត្តតាមទំនើងអំពើចិត្តក៏កើនឡើងកាលណាការប្រព្រឹត្តទំនើងតាមអំពើចិត្តកើនឡើងសង្គមធ្វើឲ្យមនុស្សមិនខ្លាចមិនកោតក្រែងចំពោះច្បាប់ទេព្រោះអាស្រ័យតែមនុស្សនឹកឃើញអ្វីចង់ធ្វើនឹងអញ្ចឹងគឺថាលៃដូចម្ដេចក៏បីយើងប្រែកតិប្រែសតិឲ្យមកពិនិត្យពិច័យអំពីពាក្យទូមាននឹងសាសនានឹងជាដែរពុទ្ធសាសនាតែងតែអប់រំល្អល្អណាស់គឺថាជាពាក្យត្រឹមត្រូវគួរដល់យើងយកបប្រតិបត្តិទីហោដូចជារឿងដែលពុទ្ធសាសនាពង្រៀនឲ្យមនុស្សគោរពដឹងគុណមេត្តាបិតាអញ្ចឹងបើកាន់ណាមនុស្សមិនក្រោតក្រែងសូម្បីតែមេត្តាបិតាហើយតើសង្គមនឹងវឹកវរយ៉ាងណាទៅយើងគិតមើលបើសូម្បីតែមេត្តាបិតាខ្លួនឯងក៏កូនចៅប្រុសស្រីលែងស្ដាប់លែងគោរពលែងកោតក្រែងលែងមានសក្តីខ្លាចរអាលហើយតើសង្គមនឹងវាធ្លាក់ដល់ចំណុចណាតើកូននឹងទៅខ្លាចដល់ណាទៀតបើសូម្បីតែមេត្តាបិតាក៏លែងខ្លាចហើយបើសូម្បីតែមេត្តាបិតាក៏កូនចៅប្រុសស្រីលែងសង្គ្រោះហើយតើកូនចៅប្រុសស្រីនឹងទៅសង្គ្រោះពីណាគេទៀតនេះគឺថាសង្គមគឺវាបែបហ្នឹងអញ្ចឹងហើយពាក្យអប់រំទូមានពុទ្ធសាសនាឲ្យគោរពចំពោះមេត្តាបិតាឲ្យគោរពចំពោះគ្រូបាអាចារ្យឲ្យគោរពចំពោះបុគ្គលជាព្រឹទ្ធាចារ្យឲ្យគោរពចំពោះបុគ្គលជារៀមច្បងនេះជាពាក្យដែលមនុស្សគ្រប់សតវណ្ណៈមិនថាជាតិសាសនាក៏បីប្រកាន់យកដើម្បីរក្សាឲ្យបាននៅសេចក្តីសុខក្នុងរង្វង់គ្រួសារផងក្នុងរង្វង់នៃមនុស្សជាតិផងកាលដែលពុទ្ធសាសនាអប់រំមនុស្សកុំឲ្យស្កាប់សម្លាប់អប់រំមនុស្សកុំឲ្យលួចឆក់ប្លន់អប់រំមនុស្សកុំឲ្យរំលោភបំពានអប់រំមនុស្សកុំឲ្យកុហកបោកប្រាស់អប់រំមនុស្សកុំឲ្យប្រព្រឹត្តក្នុងគ្រឿងញៀនលបែងផ្សេងមានគ្រឿងស្រវឹងអីជាដើមនេះជាការអប់រំទូមានក្នុងពុទ្ធសាសនាព្រោះដើម្បីបង្ការសេចក្តីវិនិច្ឆ័យអន្តរាយដែលកើតឡើងពីទុច្ចរិតទាំងអស់ហ្នឹងហើយបើសង្គមបើថ្ងៃនេះមនុស្សហ៊ានសម្លាប់សត្វថ្ងៃក្រោយការសម្លាប់នឹងទៅជារឿងធម្មតាលែងអីនឹងមនុស្សហ៊ានសម្លាប់មនុស្សគ្នាឯងទេបើកាលណាមនុស្សសម្លាប់មនុស្សគ្នាឯងហើយតើភាពតាំងនៅនៃមនុស្សនឹងបានយូរប៉ុណ្ណាទៅបើមនុស្សលួចឆក់ប្លន់
ពេញទឹកពេញដីហើយតើសង្គមនឹងវានឹងទទួលបានផលសុខដុមមកពីណាផងរបងធ្វើទុកបានចំពោះតែសត្វទេប៉ុន្តែរបងធ្វើទុកមនុស្សពិបាកណាស់ស្រុកសពថ្ងៃស្រុកយើងឬក៏ស្រុកណាក៏ដោយគឺថានាំគ្នាធ្វើលបងខ្ពស់ខ្ពស់តែលបងខ្ពស់បញ្ជាក់អំពីការដែលអស់ទៅនៃគុណធម៌របស់មនុស្សហ្នឹងហើយបើមនុស្សលែងចេះលួយគេគ្មានធ្វើលបងទេជឿអាត្មាទៅនាំតែអស់ពេលវេលាអីទាំងយើងទាំងគេស្មាត់តែចង់ធ្វើណាស់ទៅហើយលបងហ្នឹងប៉ុន្តែមនុស្សអស់ទៅនៃគុណធម៌ចាប់ផ្ដើមអស់ទៅនៃគុណធម៌ហើយបានគេចាប់ផ្ដើមធ្វើរបងចឹងគឺថាយើងលេយ៉ាងម៉េចគឺថាបណ្ដោះនៃគុណធម៌ឡើងមកវិញដោយមានសិល5របស់ព្រះសម្មាសម្ពុទ្ធជាគោលហ្នឹងឯងជាគោលហើយភាពដែលព្រះអង្គទូមានឲ្យមនុស្សវាចាកអំពីការប្រព្រឹត្តខុសអសិលធម៌ដោយការមេសុមិច្ឆានេះតែចង់បញ្ជាក់អំពីការប្រព្រឹត្តទោសនៃកាមគុណបើមនុស្សចេះតែទៅពីបាតណាបាតណីទៅវាធ្លាក់ទៅលើក្មេងៗមិនទាន់គ្រប់អាយុវាធ្លាក់ទៅលើកុមារីដែលនៅតូចនឹងធ្វើឲ្យកើតសង្គមវឹកវរប្រៀបបីដូចមនុស្សនឹងជាសត្វដេរឆានអញ្ចឹងការអប់រំក្នុងពុទ្ធសាសនានេះគឺថាត្រឹមត្រូវឥតខ្ចោះណាស់ប៉ុន្តែណាស់តែយើងនាំគ្នាងាកឆ្ងាយពីការអប់រំបែបពុទ្ធសាសនាហើយទៅតោងយកការដែលហូរចូលអំពីការអភិវឌ្ឍបែបទំនើបប៉ុន្តែមិនប្រកបដោយក្រមសីលធម៌នោះដោយថាសពថ្ងៃលំហូរចូលនៃភាពសប្បាយរីករាយអីហ្នឹងគឺថាមានគ្រប់ទម្រង់ប៉ុន្តែការលំហូរចូលទាំងអស់នោះវាធ្វើឲ្យមនុស្សភ្លើតភ្លើងហើយប្រឆាំងអំពីសីលធម៌វាមិនមែនការដែលហូរចូលនៃភាពល្អអីបែបសីលធម៌ទេជាថាការល្អដែរមិនមែនជាការអាក្រក់ទេការហូរចូលទាំងអស់ហ្នឹងប៉ុន្តែការហូរចូលទាំងអស់ហ្នឹងជាការហូរចូលនៃភាពសប្បាយភ្លើនវាមិនមែនជាការហូរចូលនៃក្រមសីលធម៌ទេហើយក្រមសីលធម៌នេះហូរចូលតែតាមរយៈសាសនាទេយើងមិនមែនថាពុទ្ធសាសនាទេណាសាសនាផ្សេងក៏មានក្រមសីលធម៌របស់គេដែរប៉ុន្តែការដែលរហូរចូលនៃក្រមសីលធម៌គឺតែហូរចូលតាមតែសាសនាទេចំណែកអាភាពលយឆាយទាំងអស់នោះវានាំមកតែការសប្បាយភ្លើតភ្លើនអញ្ចឹងដើម្បីជៀសវាងឲ្យអន្តរាយនេះកាន់តែជ្រៅទៅសូមប្រគណាគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្រប់សតបណៈត្រូវធ្វើខ្លួនយ៉ាងម៉េចងាករលឹកចំពោះពាក្យអប់រំរបស់សាសនាមិនប្រកាសថាជាពុទ្ធសាសនាទេសាសនាណាក៏ដោយឲ្យតែមានពាក្យអប់រំទូមានព្រានបដៅល្អហើយក៏បីប្រកាន់យកទៅដើម្បីជាសេចក្តីសុខក៏ដើម្បីជាសេចក្តីចម្រើនក៏ដើម្បីជាប្រយោជន៍អស់កាលជាអង្វែងតរៀងទៅនឹងឯងប៉ុណ្ណឹងទៅចោខ្លីព្រោះខ្ញុំកណ្ដាលថាមកដល់ម៉ោង3ប៉ុន្តែតាមផ្លូវមករោងចក្រគេចេញច្រើនជាប់ពី1ទៅ1 2ទៅ2 3តាមផ្លូវហ្នឹងសឹកតែរោងចក្រអត់ដឹងថាអញ្ចឹងនោះចេញមកទៅតាំងពីមិនទាន់ផុតកំពង់ឆ្នាំងហ្នឹងថ្ងៃនេះថ្ងៃសៅរ៍គេចេញមុនម៉ោងអញ្ចឹងជាប់មួយកន្លែងទៅមួយកន្លែងរថយន្តហ្នឹងគេរត់មិនបានលឿនទៅក៏មកដល់ហើយដល់ហ្នឹងថាសំដែងឲ្យយូរប៉ុន្តែមេឃដូចជាមិនយូរកើតទេចាស់ជរាច្រើនផងមេឃតូចច្រើនផងក្រែងរត់ត្រូវភ្លៀងទៅទឹកទៅពិបាកអញ្ចឹងប្រគេន10នាទីតែអ្នកក្នុងរោងមានអីភ័យនឹងអ្នកក្រៅនាងចេះតែងាកមើលលើដែរហ្នឹងក្មេងតូចចាស់ជនពិការអីច្រើនប៉ុន្តែឃើញមានរបៀបរៀបរយល្អមិនសូវជាពិបាកអីទេប៉ុន្តែក្រែងលោលៀងទៅពិបាកកន្លែងជ្រោកតិចមនុស្សច្រើន
ហើយតាមផ្លូវក៏មានមិញហ្នឹងអញ្ចឹងគឺថាប៉ុណ្ណឹងទៅចោប្រគេនពោះព្រះអនុគុណស្រុកអង្គស្នួលទីគោរពសក្ការៈញាតិញោមពុទ្ធបរិស័ទថេរណថេរៈគ្រប់ព្រះអង្គប៉ុណ្ណឹងជាចំណែកធម្មកថាខ្លីប្រពជូនដើម្បីជាប្រយោជន៍កលទុកក្នុងពុទ្ធសាសនាក្នុងសង្គមយើងជាការលំវែងតទៅហើយយ៉ាងធម្មទេសនាងទេសេសាមីរិទ្ធធម្មអវសេសទេសនាដែងដោយខ្ញុំកណាអាត្មាភាពមានប្រមាណប៉ុណ្ណេះក៏សន្មតចាប់តែប៉ុណ្ណេះឯងអេវ៉ាំង